ដំណើរឆ្ពោះទៅកាន់ដែនដីនៃសេចក្តីស្លាប់ព្រះអាទិត្យចាប់ដើមរេទេទៅទិសខាងលិចបន្តិចហើយពន្លឺពណ៌មាសលាយក្រហមព្រាលកំពុងតែសាទទៅលើចុងឈើធំដែលដុះណែមនន់តន់តាប់នៅពាក់ពេញព្រៃភ្នំដ៏ធំល្វឹងល្វើយមួយនេះមិនមែនជាព្រៃធម្មតាទេហើយវាក៏មិនមែនជាកន្លែងដែលមនុស្សធម្មតាហ៊ានដើរចូលមកដោយគ្មានហេតុផលនោះដែរនៅកណ្ដាលភាពស្ងប់ស្ងាត់ដែលស្ងាត់រហូតដល់ឮសូរសំឡេងដកដង្ហើមរបស់ខ្លួនឯងនេះមានព្រះសង្ឃមួយអង្គកំពុងតែនិមន្តដើរមួយយឺតព្រះអង្គមានព្រះនាមថាតេជោព្រះតេជោនៅមានព្រះជន្មវ័យក្មេងនៅឡើយប៉ុន្តែទឹកព្រះភ័ក្ត្ររបស់ព្រះអង្គគឺពោរពេញទៅដោយភាពម៉ឺងម៉ាត់និងការតាំងចិត្តដ៏រឹងមាំដែលមនុស្សធម្មតាមិនអាចមើលធ្លុះបានឡើយព្រះអង្គបានស្ពាយក្លត់ធុដងពណ៌ត្នោតចាស់និងបាតមួយដែលជាទ្រព្យជាប់ខ្លួនតែមួយគត់សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយនេះគោលដៅរបស់ព្រះអង្គគឺនៅពីមុខនេះហើយនោះគឺភ្នំក្បាលខ្មោចគ្រាន់តែឮឈ្មោះក៏ធ្វើឲ្យរោមដៃរោមជើងបះច្រាំងឡោមព្រឺព្រួយទៅហើយអ្នកស្រុកនៅតំបន់នេះតែងតែនិយាយតគ្នាថាភ្នំនេះគឺជាដែនដីហាមឃាត់ជាដែនដីដែលមនុស្សរួមមិនគួរចូលហើយអ្នកដែលចូលទៅហើយកម្រនឹងបានត្រឡប់មកវិញដោយមានសតិស្មារតីគ្រប់គ្រាន់ណាស់ប៉ុន្តែសម្រាប់ព្រះតេជោភាពភ័យខ្លាចមិនមែនជាឧបសគ្គទេតែវាគឺជាមេរៀនដែលព្រះអង្គត្រូវតែប្រឈមមុខដើម្បីស្វែងរកសច្ចធម៌ព្រះអង្គនិមន្តបោះជំហានមួយទៅលើស្លឹកឈើស្ងោតដែលធ្លាក់គ្រាយប៉ាយពេញដីសំឡេងជើងរបស់ព្រះអង្គជន់ទៅលើស្លឹកឈើទាំងនោះលាន់សូរក្រោកក្រាកសំឡេងនេះវាហាក់ដូចជាខ្លាំងនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នេះវាខ្លាំងរហូតដល់ធ្វើឲ្យសត្វល្អិតតូចឈប់យំចម្លែកខ្លាំងណាស់ធម្មតាពេលថ្ងៃរសៀលបែបនេះគួរតែមានសំឡេងសត្វបក្សីយំឆ្លើយឆ្លងគ្នាឬក៏សំឡេងសត្វរៃយំរងំពេញព្រៃប៉ុន្តែនៅទីនេះគ្មានទេគ្មានសូម្បីតែសំឡេងសត្វមួយក្បាលវាស្ងាត់ជ្រងំស្ងាត់រហូតដល់គួរឲ្យខ្លាចមានតែសំឡេងខ្យល់ដែលបក់មកប៉ះនឹងស្លឹកឈើលាន់សូរ៉ូវិចខ្យល់នៅទីនេះវាមិនមែនជាខ្យល់ធម្មតាទេទោះបីជាពេលនេះនៅមានពន្លឺថ្ងៃក៏ដោយប៉ុន្តែខ្យល់ដែលបក់មកប៉ះស្បែកគឺវាត្រជាក់ស្រេបដូចជាខ្យល់ដែលបក់ចេញពីក្នុងទូទឹកកកឬក៏ដូចជាខ្យល់ដែលបក់ចេញពីដង្ហើមរបស់មនុស្សស្លាប់វាត្រជាក់ចូលដល់ឆ្អឹងចូលដល់បេះដូងដើមឈើធំដែលដុះនៅអំសងខាងផ្លូវមើលទៅដូចជាមានជីវិតពួកវាឈរធ្មឹងខ្ពស់ត្រដែតបែកមេឃសាខាក្របដណ្ដប់ទៅលើផ្លូវដែលព្រះអង្គកំពុងនិមន្តដើរធ្វើឲ្យពន្លឺថ្ងៃអាចចេះចូលមកបានតែបន្តិចបន្តួចប៉ុណ្ណោះស្រមោលនៃមេឃឈើបានធ្លាក់មកលើដីមានរាងខ្ញិចខ្ញក់មើលទៅដូចជាដៃរបស់បិសាចដែលកំពុងតែលូកមកចាប់ប្រសិនបើយើងមើលឲ្យយូរទៅយើងនឹងមានអារម្មណ៍ថាដើមឈើទាំងនោះកំពុងតែសម្លឹងមើលយើងឃ្លាំមើលគ្រប់សកម្មភាពរបស់យើងព្រះតេជោនៅតែបន្តដំណើរទៅមុខដោយមិនបញ្ឈប់ព្រះអង្គព្យាយាមកំណត់ដង្ហើមចេញចូលឲ្យមានចង្វាក់ស្មើគ្នាដើម្បីទប់អារម្មណ៍និងរក្សាសតិប៉ុន្តែនៅពេលដែលព្រះអង្គដើរកាន់តែជ្រៅទៅអារម្មណ៍មួយបានកើតឡើងនៅក្នុងចិត្តអារម្មណ៍នោះគឺហាក់ដូចជាមានអ្នកណាម្នាក់ឬអ្វីមួយកំពុងតែដើរតាមព្រះអង្គទីក្រោយសំឡេងជើងក្រោកក្រាកនៅតែបន្តលាន់ឮពេលព្រះអង្គដើរសំឡេងនោះក៏ឮពេលព្រះអង្គឈប់
សំឡេងនោះក៏ស្ងាត់ទៅវិញព្រះតេជោសម្រេចចិត្តឈប់ដំណើរមួយផ្លែតព្រះអង្គឈរថ្មឹងមិនក្រមើហើយផ្ទៀងត្រចៀកស្ដាប់ស្ងាត់ឈឹងមានតែសំឡេងខ្យល់បក់មកតិចវូព្រះអង្គងាកព្រះភ័ក្ត្រទៅមើលខាងក្រោយយឺតភ្នែករបស់ព្រះអង្គសម្លឹងមើលទៅក្នុងភាពងងឹតនៃព្រៃដែលព្រះអង្គបានដើរឆ្លងកាត់មកទទេស្អាតគ្មាននរណាទេមានតែដើមឈើនិងស្មៅព្រៃដែលយល់ទៅយល់មកតាមកម្លាំងខ្យល់តើវាគ្រាន់តែជាអារម្មណ៍របស់ព្រះអង្គឬក៏ជាកាពិតព្រះតេជោដកដង្ហើមធំហើយបន្តដំណើរទៅមុខទៀតប៉ុន្តែលើកនេះព្រះអង្គមានអារម្មណ៍ថាខ្យល់ដែលបក់មកហាក់ដូចជាមានក្លិនអ្វីម្យ៉ាងលាយឡំមកជាមួយព្រះអង្គព្យាយាមហិតក្លិននោះវាជាក្លិនស្លឹកឈើទុំដែលធ្លាក់គោគ្នាជាច្រើនឆ្នាំរលួយនៅក្រោមដើមឈើប៉ុន្តែវាក៏មានក្លិនមួយទៀតជាក្លិនដីសើមតែមិនមែនជាដីធម្មតាទេវាជាក្លិនដីដែលហាក់ដូចជាទើបតែត្រីបានកេកាយឬក៏ជាក្លិនដីដែលកប់អ្វីម្យ៉ាងទុកជាយូរមកហើយក្លិននោះវារសាត់មកប៉ះច្រមុះភាយធ្វើឲ្យមានអារម្មណ៍ចង់ក្អកនិងវិលមុខតិចបារិយាកាសកាន់តែអាប់អួរទៅពន្លឺថ្ងៃដែលធ្លាប់តែមានពណ៌មាសឥឡូវនេះចាប់ផ្ដើមប្រែទៅជាពណ៌ប្រផេះស្រមោលដើមឈើកាន់តែវែងទៅក្របដណ្ដប់ទៅលើផ្ទៃដីធ្វើឲ្យផ្លូវខាងមុខមើលទៅកាន់តែមិនច្បាស់ព្រះតេជោបាននិមន្តមកដល់ចំណុចមួយដែលជាផ្លូវបំបែកឆ្ពោះទៅកាន់ជើងភ្នំនៅទីនោះមានដើមពោធិ៍ដ៏ធំមួយដែលមានឫសរញ៉េរញ៉ៃធ្លាក់ចុះមកដល់ដីមើលទៅដូចជាសក់របស់មនុស្សចាស់នៅគល់ដើមពោធិ៍នោះមានរានទេវតាចាស់ដែលបាក់បែកនិងមានស្លែដុះពេញមានកម្រងផ្កាស្ងួតព្យួរនៅទីនោះដែលបង្ហាញថាធ្លាប់មានគេមកបន់ស្រន់ប៉ុន្តែប្រហែលជាយូរណាស់មកហើយនៅពេលដែលព្រះអង្គដើរកាត់ដើមពោធិ៍នោះខ្យល់មួយគួចបាំងបក់មកយ៉ាងខ្លាំងវូស្លឹកពោធិ៍បក់ទង្គិចគ្នាលាន់សូក្រៅសំឡេងនោះស្ដាប់ទៅមិនដូចជាស្លឹកឈើទេវាស្ដាប់ទៅដូចជាសំឡេងមនុស្សខ្សឹបដាក់គ្នាគុំទៅព្រះតេជោព្រឺសម្បុរដីឆ្ញក់ព្រះអង្គដឹងច្បាស់ណាស់ថានេះមិនមែនជាការស្រមៃទេមានអ្វីម្យ៉ាងនៃទីនេះអ្វីម្យ៉ាងដែលមិនស្វាគមន៍ការមកដល់របស់ព្រះអង្គអ្វីម្យ៉ាងដែលកំពុងតែឃ្លាំមើលព្រះអង្គពីគ្រប់ទិសទីពីក្រោយដើមឈើធំពីលើមែកឈើនិងពីក្នុងដីដែលព្រះអង្គកំពុងជួនប៉ុន្តែព្រះតេជោមិនថយក្រោយទេព្រះអង្គក្តាប់ដៃដើម្បីពង្រឹងស្មារតីព្រះអង្គនឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះអង្គដឹងថាការភ័យខ្លាចគឺជាអាវុធរបស់ពួកវាបើព្រះអង្គខ្លាចពួកវានឹងមានអំណាចបើព្រះអង្គរឹងមាំពួកវានឹងមិនអាចធ្វើអ្វីបានឡើយព្រះអង្គបន្តដំណើរឡើងទៅលើចម្រោះភ្នំយឺតផ្លូវឡើងកាន់តែចោតទៅដុំថ្មធំចាប់ផ្ដើមលេចចេញមករាំងផ្លូវព្រះអង្គត្រូវដាវវាងដោយប្រុងប្រយ័ត្នពេលនេះព្រះអាទិត្យបានលិចបាត់ទៅហើយភាពងងឹតបានចូលមកគ្របដណ្ដប់
យ៉ាងពេញលេញហើយព្រៃទាំងមូលដែលធ្លាប់តែស្ងប់ស្ងាត់ឥឡូវនេះចាប់ផ្ដើមមានសំឡេងចម្លែកលាន់ឡើងសំឡេងកាច់មែកឈើក្រឹបសំឡេងដារីនៅក្នុងព្រៃសាក្រឹបសំឡេងសត្វយំពីចម្ងាយល្វើយដូចជាសំឡេងមនុស្សស្រែកធ្ងួរដោយការឈឺចាប់ហ៊ឺព្រះតេជោឈប់ដើរទៀតព្រះអង្គដឹងថាយប់នេះនឹងមិនមែនជាយប់ធម្មតាទេនេះទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅកាន់ដែនដីនៃសេចក្តីស្លាប់ហើយម្ចាស់ទឹកដីកំពុងតែរង់ចាំព្រះអង្គនៅខាងមុខនោះនៅក្នុងភាពងងឹតដែលកាន់តែក្រាស់ទៅក្លិនដីសើមកាន់តែធំក្លិនខ្លាំងឡើងវាលែងជាក្លិនដីហើយវាជាក្លិននៃសាកសពពន្លឺថ្ងៃបានរលត់អស់ទៅហើយអ្វីដែលនៅសេសសល់គឺត្រឹមតែភាពងងឹតដែលកំពុងតែលូនជួលមកគ្របដណ្ដុកភូមិឋានតូចមួយដែលស្ថិតនៅដាច់ស្រយាលឯជើងភ្នំក្បាលខ្មោចនេះភូមិនេះមើលទៅស្ងប់ស្ងាត់ខ្លាំងណាស់ផ្ទះនីមួយដែលសង់ឡើងពីឈើចាស់និងប្រក់ស្លឹកត្នោតមើលទៅហាក់ដូចជាកំពុងតែអោនក្បាលគេចពីកៅភ្នែកនៃភាពងងឹតព្រះតេជោបាននិមន្តចូលមកដល់មាត់ច្រកភូមិខ្យល់អាកាសនៅទីនេះហាក់ដូចជាធ្ងន់ជាងនៅក្នុងព្រៃទៅទៀតវាមានក្លិនមួយដែលធ្វើឲ្យអារម្មណ៍មិនល្អសោះក្លិនផ្សែងភ្លើងអ្នកភូមិកំពុងតែដុតសម្រាមឬក៏ដុតធូបដើម្បីបណ្ដេញអ្វីមួយយ៉ាងផ្សែងពណ៌សហុយឡើងទៅលើមេឃរេទៅរេមកដូចជាវិញ្ញាណដែលកំពុងតែរាំលាយឡំជាមួយគ្នានោះគឺក្លិនថ្នាំជក់ក្លិនថ្នាំខ្មែរដែលមានក្លិនឈួលខ្លាំងគ្រាន់តែព្រះអង្គឈានជើងចូលដល់កណ្ដាលភូមិភ្លាមស្រាប់តែវូសំឡេងឆ្កែមិនមែនមួយក្បាលទេគឺឆ្កែទាំងភូមិពួកវាចាប់ផ្ដើមលូព្រមគ្នាយ៉ាងវែងនិងយ៉ាងស្រួយសំឡេងរបស់ពួកវាមិនមែនជាការព្រុសដាក់មនុស្សប្លែងមុខទេតែវាជាការលូបែបត្អូញត្អែបែបភ័យខ្លាចពួកវាលូព្រោះពួកវាឃើញអ្វីមួយយ៉ាងដែលមនុស្សធម្មតាមើលមិនឃើញទេអ្វីមួយយ៉ាងដែលកំពុងតែដើរតាមផ្លាស់តេជោមកអ្នកភូមិមួយចំនួនដែលកំពុងអង្គុយនៅក្រោមផ្ទះឬនៅក្បែរគំនរភ្លើងបានងាកមកមើលព្រះអង្គដោយទឹកមុខភ្ញាក់ផ្អើលពួកគេសំឡឹងមើលទៅព្រះអង្គហើយក៏សំឡឹងមើលទៅក្រោយខ្នងរបស់ព្រះអង្គហាក់ដូចជាកំពុងតែរាប់ចំនួនមនុស្សថាមានតែព្រះអង្គម្នាក់ឯងឬមានអ្នកណាផ្សេងទៀតព្រះតេជោបាននិមន្តតម្រង់ទៅរកផ្ទះធំមួយដែលនៅកណ្ដាលភូមិនៅទីនោះមានបុរសចំណាស់ម្នាក់អង្គុយនៅលើគ្រែរឹក្សាគាត់មានសក់ពណ៌សនិងស្បែកជ្រីវរួញដូចជាសំបកឈើនេះគឺលោកតាមេភូមិដៃរបស់គាត់កំពុងតែកាន់បារីស្លឹកសង្កែមួយដាលឹមដែលភ្លើងរបស់វាឆេះក្រហមភ្លឹបភ្លេតនៅក្នុងភាពងងឹតពេលដែលព្រះតេជោបានប្រាប់អំពីបំណងរបស់ព្រះអង្គថានឹងឡើងទៅសមាធិនៅរោងភ្នំមរណៈបារីនៅក្នុងដៃរបស់លោកតាក៏ធ្លាក់ចុះមកដីភ្នែករបស់គាត់បើកធំដៃរបស់គាត់ចាប់ដើមញ័រតិចលោកម្ចាស់សំឡេងរបស់លោកតាស្ងួតស្អកដូចជាមនុស្សដែលខ្វះទឹកយូរថ្ងៃ
លោកម្ចាស់និមន្តត្រឡប់ទៅវិញចុះទីនេះមិនមែនជាកន្លែងសម្រាប់សង្ឃសិលធម៌ដូចលោកម្ចាស់ទេព្រះតេជោនៅតែរក្សាអាការៈស្ងប់ស្ងៀមទោះបីជាព្រះអង្គដឹងថាមានរឿងមិនស្រួលក៏ដោយញោមអាត្មាមកនេះដើម្បីស្វែងរកសេចក្តីស្ងប់អាត្មាមិនបៀតបៀនអ្នកណាទេតើរោងភ្នំនោះមានអ្វីគួរឲ្យខ្លាចទៅលោកតាមេភូមិដកដង្ហើមធំយ៉ាងវែងគាត់សម្លឹងមើលទៅកំពូលភ្នំក្បាលខ្មោចដែលកំពុងតែលះខ្លួននៅក្នុងភាពងងឹតគាត់មើលទៅហាក់ដូចជាកំពុងតែឃើញរូបភាពដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងកាលពីអតីតកាល50ឆ្នាំហើយលោកម្ចាស់លោកតានិយាយខ្សឹបតែច្បាស់50ឆ្នាំហើយដែលមិនមានអ្នកណាហ៊ានជន់ដីកន្លែងនោះទេគាត់ចាប់ផ្ដើមនិទានរឿងមួយរឿងដែលធ្វើឲ្យខ្យល់បក់នៅជុំវិញនោះហាក់ដូចជាឈប់ស្ងៀមកាលនោះមានគ្រូអាគមម្នាក់មកពីស្រុកឆ្ងាយគាត់ខ្លាំងពូកែណាស់គាត់ចេះហៅភ្លៀងហៅខ្យល់និងបង្ក្រាបពំពួកខ្មោយព្រាយប៉ុន្តែចិត្តរបស់គាត់មិនស្កប់ស្កល់ទេគាត់ចង់បានអំណាចដែលខ្លាំងជាងនេះទៀតគាត់ចង់ក្លាយទៅជាអមតៈលោកតាឈប់មួយសន្ទុះដើម្បីលាបទឹកមាត់ដែលហាក់ដូចជាស្អកនៅត្រង់បំពង់កគាត់បានឡើងទៅលើរូងភ្នំនោះដើម្បីតាំងពិធីបូជាញ៉ាញ់គាត់បានចាប់សត្វព្រៃយកទៅសម្លាប់យកឈាមស្រស់ទៅស្រោចលើរូបសំណាកគ្រូរបស់គាត់សូត្រមន្តអាគមខ្មៅរាល់យប់សំឡេងសូត្រមន្តរបស់គាត់ឮរងំពេញទាំងភ្នំធ្វើឲ្យអ្នកភូមិយើងដេកមិនលុកទេសំឡេងឆ្កែនៅតែបន្តលូវ៉ូពីចម្ងាយធ្វើឲ្យសាច់រឿងកាន់តែមានទម្ងន់ហើយនៅយប់មួយយប់ថ្ងៃសិលលោកតាបន្តដោយសំឡេងញ័រយើងបានឮសំឡេងស្រែកមិនមែនជាសំឡេងសូត្រមន្តទេតែជាសំឡេងស្រែកដោយការឈឺចាប់យ៉ាងខ្លាំងសំឡេងនោះស្រែកផងសើចផងយំផងវាលេឡំគ្នារហូតដល់យើងបែងចែកមិនដាច់ថាមនុស្សឬក៏សត្វលោកតាអោនមុខចុះមិនហ៊ានសម្លឹងមើលព្រះភ័ក្ត្រព្រះសង្ឃទេព្រឹកឡើងពួកប្រុសក្នុងភូមិនាំគ្នាឡើងទៅមើលអ្វីដែលពួកគេឃើញគឺឈាមស្រស់ប្រឡាក់ពេញជញ្ជាំងរូងភ្នំប្រឡាក់ពេញដីមានបំណែកសាច់រាយប៉ាយពេញនឹងប៉ុន្តែគ្មានសាកសពទេគ្រូអាគមនោះបានបាត់ខ្លួនសូនឈឹងអ្វីដែលនៅសេសសល់គឺគ្រាន់តែជាក្លិនឆ្អាបនិងភាពភ័យខ្លាចដែលមិនចេះរលាយព្រះតេជោស្ដាប់ដោយយកចិត្តទុកដាក់ព្រះអង្គដឹងថានេះមិនមែនជារឿងនិទានបោកក្មេងទេនេះគឺជាប្រវត្តិសាស្ត្រដែលសរសេរដោយឈាមតាំងពីពេលនោះមកលោកតានិយាយបន្ថែមរូងភ្នំនោះคล้ายជាកន្លែងហាមឃាត់វិញ្ញាណរបស់គ្រូអាគមនោះមិនបានទៅណាទេលោកម្ចាស់គាត់នៅទីនោះគាត់คล้ายជាខ្មៅតែហោងដែលកាចសាហាវបំផុតគាត់ចាំចាប់យកជីវិតអ្នកណាដែលហ៊ានចូលទៅរំខានគាត់អ្នកកាប់អុសអ្នករកឃ្មុំដែលវង្វេងចូលទៅក្បែរនោះតែងតែឃើញស្រមោលខ្មៅធំនិងឮសំឡេងសូត្រមន្តដែលធ្វើឲ្យពួកគេវង្វេងស្មារតីរកផ្លូវចិនមិនឃើញកុំទៅអីលោកម្ចាស់លោកតាសំពះអង្វរកុំយកជីវិតទៅចោលអ្នកតាម្ចាស់ទឹកដីនៅទីនេះក៏មិនអាចជួយលោកម្ចាស់បានដែរបើលោកម្ចាស់ចូលទៅក្នុងរូងភ្នំនោះព្រោះកន្លែងនោះគឺជាដែនដីរបស់វា
បារិយាកាសជុំវិញខ្លួនហាក់ដូចជាកាន់តែត្រជាក់ទៅភ្លើងគប់ដែលអ្នកភូមិដុតចាប់ផ្ដើមរលត់បន្សល់ទុកតែធាងក្រហមដែលមើលទៅដូចជាភ្លេករបស់សត្វចម្លែកសំឡេងឆ្កែដែលលូកាលពីមុនឥឡូវនេះឈប់លូហើយប៉ុន្តែពួកវាបែរជាបដូរទៅជាការថ្ងោក្រឹតហើយរត់ចូលទៅពួនក្រោមផ្ទះអស់ហើយនេះគឺជាសញ្ញាដ៏អាក្រក់បំផុតវាមានន័យថាអ្វីដែលពួកវាខ្លាចបានមកដល់ជិតហើយព្រះតេជោបានសម្លឹងមើលទៅភ្នែករបស់លោកតាមេភូមិព្រះអង្គឃើញភាពភ័យខ្លាចដែលចាក់រុះយ៉ាងជ្រៅនៅក្នុងចិត្តរបស់គាត់ប៉ុន្តែព្រះអង្គក៏បានសម្រេចប្រថុយរួចហើយដែរធុដងគឺការតស៊ូការយកឈ្នះលើសេចក្តីស្លាប់គឺត្រូវតែប្រឈមមុខនឹងសេចក្តីស្លាប់ញោមព្រះតេជោមានសង្កદિកាដោយសំឡេងទន់ភ្លន់តែរឹងមាំអាត្មាអរគុណចំពោះការព្រួយបារម្ភរបស់ញោមប៉ុន្តែផ្លូវដែលអាត្មាជ្រើសរើសគឺត្រូវតែដើរទៅមុខបើសិនជាកម្មពៀមានអាត្មានឹងទទួលប៉ុន្តែបើសិនជាធម៌មានអំណាចមែនអាត្មានឹងនាំសេចក្តីសុខមកជូនភូមិនេះវិញលោកតាមេភូមិមិនហ៊ានខ្វាត់ទៀតទេគាត់គ្រាន់តែដកដង្ហើមធំហើយសម្លឹងមើលព្រះអង្គដោយក្រសែភ្នែកអាលក់អាលាយហាក់ដូចជាកំពុងតែសម្លឹងមើលមនុស្សដែលរៀបនឹងស្លាប់បើលោកម្ចាស់សម្រេចចិត្តបែបនេះហើយលោកតានិយាយខ្សឹបខ្ញុំមានតែជូនពរប៉ុន្តែសូមលោកម្ចាស់ប្រយ័ត្ននៅពេលយប់កុំជឿលើអ្វីដែលភ្នែកឃើញកុំស្ដាប់អ្វីដែលត្រចៀកឮហើយសំខាន់បំផុតបើមាននរណាហៅហាមឆ្លើយដាច់ខាតបាក់ថាហាមឆ្លើយដាច់ខាតបានបន្លឺឡើងនៅក្នុងខ្យល់ហាក់ដូចជាប៉ាក់បណ្ដាំចុងក្រោយព្រះតេជោងក់ក្បាលទទួល ព្រះអង្គរៀបចំខ្លួនដើម្បីបន្តដំណើរចេញពីភូមិឆ្ពោះទៅកាន់ភាពងងឹតដែលនៅពីមុខក្លិនផ្សែងភ្លើងនៅតែជាប់ជ្រមុះក្លិនថ្នាំចោកនៅតែរសាត់មកប៉ុន្តែអ្វីដែលខ្លាំងជាងគេនោះគឺក្លិននៃភាពភ័យខ្លាចដែលគ្របសង្កត់ពេញភូមិនេះតើព្រះអង្គអាចនឹងក្លាយជាជនរងគ្រោះម្នាក់ទៀតដោយគ្រូអាគមនោះឬទេឬមួយក៏ព្រះអង្គអាចស្រ័យបំភ្លឺអដ្ឋកំបាំងដែលកប់ទុកអស់រយៈពេល50ឆ្នាំនេះបានដំណើរឆ្ពោះទៅរូងភ្នំមរណៈបានចាប់ដើមហើយព្រះតេជោបានបន្សល់ទុកនៅពន្លឺភ្លើងចុងក្រោយនៃភូមិឋាននៅពីក្រោយខ្នងរបស់ព្រះអង្គឥឡូវនេះនៅសល់តែព្រះអង្គមួយអង្គឯងគត់ជាមួយនឹងភាពងងឹតដែលកំពុងតែលេបត្របាក់ផ្លូវដើរនៅខាងមុខព្រៃនៅពេលយប់មិនដូចព្រៃនៅពេលថ្ងៃទេវាហាក់ដូចជាពិភពលោកមួយផ្សេងទៀតដែលពោពេញទៅដោយអាថ៌កំបាំងនិងគ្រោះថ្នាក់ជំហានរបស់ព្រះអង្គជន់ទៅលើដីដែលសើមនិងរអិលផ្លូវឡើងភ្នំនេះកាន់តែទៅកាន់តែចោតកាន់តែចង្អៀតដើមឈើធំធំដែលដុះអមសងខាងផ្លូវមើលទៅដូចជាយ៉ាក់ដែលកំពុងឈរព័ទ្ធជុំវិញមែកឈើរបស់វាយល់ទៅយល់មកយល់ទៅយល់មកនៅពេលដែលខ្យល់បក់មកប៉ះបង្កើតបានជាស្រមោលខ្មៅៗដែលរាំនៅលើដីស្រមោលខ្លះមើលទៅដូចជាដៃមនុស្សដែលកំពុងតែលូកមុខចាប់ជើងរបស់ព្រះអង្គត្រូវប្រើពិលដែលជាប់នឹងដៃដើម្បីបំភ្លឺផ្លូវប៉ុន្តែពន្លឺពិលនេះហាក់ដូចជាខ្សោយទៅនៅពេលដែលព្រះអង្គដើរកាន់តែជ្រៅទៅក្នុងព្រៃភាពងងឹតនៅទីនេះវាមានអំណាចខ្លាំងណាស់វាព្យាយាមច្របាច់ពន្លឺឲ្យរលត់ខ្យល់បក់វូនៅក្នុងពន្លឺភ្លើងពិលដ៏ស្រទន់នោះព្រះតេជោបានឃើញអ្វីមួយយ៉ាងនៅជាប់នឹងដើមឈើមួយនៅខាងស្ដាំដៃព្រះអង្គនិមន្តទៅជិតយឺត
វាគឺជាក្រណាត់ក្រហមក្រណាត់នោះចាស់ណាស់ទៅហើយពណ៌របស់វាប្រែទៅជាពណ៌ឈាមជ្រូកក្រហមក្រមៅហើយដាច់រហែកជាបំណែកវាត្រូវបានគេចងរុំជុំវិញដើមឈើយ៉ាងតឹងនេះមិនមែនជាការចងធម្មតាទេនេះគឺជាការចងសីមាឬក៏ការចងអាគមដើម្បីឃុំឃាំងអ្វីមួយយ៉ាងមិនឲ្យចេញមកក្រៅឬក៏មិនឲ្យចូលទៅក្នុងក្រណាត់នោះហើររវិតរវិចតាមកម្លាំងខ្យល់ហាក់ដូចជាកំពុងតែបុកដៃហើយឲ្យចូលទៅជិតព្រះតេជោមានអារម្មណ៍ថាត្រជាក់ចាប់តាំងពីចុងជើងឡើងមកដល់ក្បាលមិនមែនត្រជាក់ព្រោះខ្យល់ទេតែត្រជាក់ព្រោះធម្មពលមួយដែលនៅសេសសល់ជាប់នឹងក្រណាត់នោះព្រះអង្គបន្តដំណើរទៅមុខទៀតផ្លូវដើរកាន់តែស្ងាត់ទៅស្ងាត់រហូតដល់ព្រះអង្គអាចឮសំឡេងបេះដូងរបស់ខ្លួនឯងលោតដុកដាក់បន្តិចក្រោយមកព្រះអង្គក៏បានជួបនឹងអ្វីមួយយ៉ាងទៀតនៅតាមបណ្ដោយផ្លូវមានគំនរថ្មដែលគេរៀបជាថ្នាក់ដូចជាចេតិយតូចថ្មខ្លះមានប្រឡាក់ស្នាមខ្មៅដូចជាស្នាមឈាមដែលស្ងួតយូរមកហើយថ្មខ្លះទៀតមានដោតធូបដែលឆេះអស់នៅសល់តែជើងធូបតើនរណាជាអ្នករៀបថ្មទាំងនេះហើយរៀបដើម្បីអ្វីចាស់បុរាណតែងនិយាយថាការរៀបថ្មនៅតាមផ្លូវក្នុងព្រៃគឺជាការសុំផ្លូវពីម្ចាស់ទឹកដីឬក៏ជាការធ្វើផ្នែកឲ្យវិញ្ញាណដែលគ្មានសាច់ញាតិប៉ុន្តែគំនរថ្មនៅទីនេះមើលទៅមិនដូចជាការធ្វើបុណ្យទេវាមានលក្ខណៈគំរាមកំហែងវាហាក់ដូចជាកំពុងតែប្រាប់ថានេះគឺជាព្រំដែនហាមចូលព្រះតេជោឈប់ដំណើរមួយផ្លែតនៅមុខគំនរថ្មមួយព្រះអង្គសម្លឹងមើលទៅស្រាប់តែថ្មមួយដុំនៅកំពូលក៏រមៀលធ្លាក់ចុះមកគ្រុកគ្មានខ្យល់គ្មានសត្វថ្មនោះរមៀលធ្លាក់ដោយខ្លួនឯងព្រះអង្គមិនបានភ័យស្លន់ប្រឡូទេប៉ុន្តែព្រះអង្គដឹងថាព្រះអង្គមិនមែននៅតែឯងទេមានគេកំពុងតែដើរតាមឬក៏គេកំពុងតែរង់ចាំនៅខាងមុខដើរបានបន្តិចទៀតព្រះអង្គក៏ប្រទះនឹងអ្វីមួយយ៉ាងទៀតនៅតាមបណ្ដោយផ្លូវមានរានទេវតាឈើដែលបាក់បែកដួលរលំនៅក្បែរគុម្ពព្រៃរាននេះគ្មានរូបទេវតាឬរូបតានៅក្នុងនោះទេមានតែសម្បុកកណ្ដៀយដែលពោនឡើងពេញដំបូលរានធ្លុះធ្លាយនេះគឺជាសញ្ញាដ៏ច្បាស់លាស់មួយកាលណារានទេវតាត្រូវបានបោះបង់ចោលហើយបាក់បែកបែបនេះមានន័យថាទេវតាឬអ្នកតាលែងនៅទីនេះហើយអ្វីដែលចូលមកនៅជំនួសគឺពួកអមនុស្សពួកព្រាយបិសាចដែលគ្មានកន្លែងទៅភ្លាមនោះខ្យល់បានបដូរទិសក្លិនមួយបានរសាត់មកប៉ាក់ច្រមុះព្រះអង្គយ៉ាងខ្លាំងរហូតដល់ឈួលវាគឺជាក្លិនផ្កាចំបៃព្រីក្លិនរបស់វាក្រអូមខ្លាំងពេកក្រអូមរហូតដល់คล้ายទៅជាល្វីងធម្មតាផ្កាចំបៃមិនរីកនៅពេលយប់ជ្រៅបែបនេះទេហើយក៏មិនមានក្លិនខ្លាំងបែបនេះដែរចាស់ទុំតែងផ្ដាំថាបើដាវព្រៃយប់ហើយធុំក្លិនផ្កាចំបៃឬផ្កាម្លិះទាំងដែលមិនមានដើមផ្កានៅជិតនោះគឺគេមកហើយក្លិននេះគឺជាក្លិនរបស់វិញ្ញាណដែលកំពុងតែតែងខ្លួនឬកំពុងតែបង្ហាញវត្តមានក្លិននោះតាមជួបព្រះអង្គមិនបាត់សោះវាហាក់ដូចជាមាននរណាម្នាក់យកផ្កាចំបៃមកដាក់នៅជួបច្រមុះព្រះអង្គស្របពេលជាមួយគ្នានោះសំឡេងសត្វរៃក៏ចាប់ផ្ដើមលាន់ឡើងវេដំបងវាស្ដាប់ទៅដូចជាសំឡេងរៃធម្មតាប៉ុន្តែនៅពេលដែលព្រះអង្គផ្ទៀងត្រចៀកស្ដាប់ឲ្យច្បាស់សំឡេងនោះ
ចាប់ផ្ដើមប្លែកទៅវាមិនមែនជាសំឡេងវេទៀតទេតែវាជាសំឡេងជួយផងសំឡេងនោះស្រួចវែងនិងញ័រដូចជាសំឡេងមនុស្សស្រីដែលកំពុងតែស្រែកនៅក្នុងបំពង់កដោយការឈឺចាប់វាលាន់មកពីគ្រប់ទិសទីពីលើដើមឈើពីក្នុងដីពីខាងក្រោយជួយខ្ញុំផងព្រះតេជោបិទភ្នែកសូត្រធម៌ពុរិតដើម្បីតាំងសតិនេះគឺជារូបភាពបោកបញ្ឆោតនៃម៉ាពួកគេព្យាយាមធ្វើឲ្យព្រះអង្គភ័យធ្វើឲ្យព្រះអង្គបែកអារម្មណ៍ព្រះអង្គដកដង្ហើមចូលវែងហើយដកដង្ហើមចេញវែងពេលព្រះអង្គបើកភ្នែកឡើងវិញសំឡេងរីនោះនៅតែឮប៉ុន្តែព្រះអង្គលែងចាប់អារម្មណ៍នឹងវាហើយព្រះអង្គសម្លឹងទៅមុខនៅទីនោះភាពងងឹតហាក់ដូចជាក្រាស់ជាងកំឡៃណាទាំងអស់ដើមឈើឈប់ដុះបន្សល់តែវាលថ្មមួយដែលមានស្មៅដុះខ្ពស់ត្រឹមចង្កេះហើយកណ្ដាលវាលថ្មនោះគឺជាជញ្ជាំងភ្នំដ៏ខ្ពស់ត្រដែតមើលមិនឃើញកំពូលហើយនៅខាងក្រោមជញ្ជាំងភ្នំនោះមានរោងមួយដ៏ធំហើយងងឹតសូនសងរោងភ្នំមរណៈវាហាក់ដូចជាមាត់ยักษ์ដែលកំពុងតែរងចាំលេបចំណីគ្រាន់តែព្រះអង្គជៀនជើងចូលទៅជិតមាត់រោងនោះខ្យល់មួយបានបក់ចេញពីក្នុងរោងខ្យល់នេះខកពីខ្យល់នៅក្នុងព្រៃវាត្រជាក់ខ្លាំងណាស់ដូចទឹកកកប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងភាពត្រជាក់នោះគឺក្លិនវាមិនមែនជាក្លិនផ្កាចំប៉ីទៀតទេវាគឺជាក្លិនឆ្អាបដូចជាក្លិនត្រីស្អោយលីនឹងក្លិនឈាមនិងក្លិនសាច់រលួយក្លិននេះវាចូលក្នុងច្រមុះធ្វើឲ្យចង់ក្អោចវាជាក្លិននៃសេចក្តីស្លាប់ដែលកប់ទុកនៅក្នុងរោងនេះរាប់សិបឆ្នាំមកហើយក្លិននៃវិញ្ញាណដែលមិនបានទៅចាប់ជាតិក្លិននៃគំនុំនិងកំហឹងព្រះតេជោឈរនៅមុខមាត់រោងចីវររបស់ព្រះអង្គបក់រវិចតាមកម្លាំងខ្យល់ត្រជាក់នោះព្រះអង្គដឹងថានៅពេលដែលព្រះអង្គជៀនជើងចូលទៅក្នុងរោងនេះគឺគ្មានផ្លូវថយក្រោយទេអ្វីដែលនៅក្នុងនោះកំពុងតែរង់ចាំព្រះអង្គសំឡេងរីជួយផងនៅតែបន្លឺនៅពីក្រោយខ្នងក្លិនឆ្អាបនៅតែបោះពីខាងមុខព្រះអង្គបោះជំហានមួយជំហានទៀតចូលទៅក្នុងភាពងងឹតនៃរោងភ្នំសំឡេងជឿងរបស់ព្រះអង្គជន់លើថ្មក្នុងរោងលាន់សូខ្ទភ្លាមនោះពិលនៅក្នុងដៃរបស់ព្រះអង្គក៏ភ្លឹបភ្លែតហើយក៏រលត់ភាពងងឹតបានលេបត្របាក់អ្វីទាំងអស់ពិលដែលរលត់ទើអំបញ្ញមិញនេះបានបន្សល់ទុកនៅភាពងងឹតមួយដែលមិនអាចពិពណ៌នាបានទេវាមិនមែនជាភាពងងឹតធម្មតាទេនៅក្នុងរូងភ្នំនេះភាពងងឹតហាក់ដូចជាមៀងទម្ងន់វាសង្កត់មកលើរាងកាយសង្កត់មកលើស្មារតីធ្វើឲ្យយើងមានអារម្មណ៍ថាយើងកំពុងតែលង់ទឹកនៅក្នុងមហាសមុទ្រនៃទឹកខ្មៅមិនឃើញដៃមិនឃើញជើងមិនឃើញសូម្បីតែចុងច្រមុះរបស់ខ្លួនឯងព្រះតេជោនៅឈរស្ងៀមមួយកន្លែងព្រះអង្គមិនហ៊ានកម្រើកខ្លួនផ្ដេកផ្ដាស់ទេនៅក្នុងភាពងងឹតបែបនេះជំហានមួយដែលខុសអាចមានន័យថាធ្លាក់ទៅក្នុងជ្រោះឬក៏ជន់ទៅលើអ្វីម្យ៉ាងដែលមិនគួរជន់ព្រះអង្គលូកដៃចូលទៅក្នុងយាមយ៉ាងយឺតដៃរបស់ព្រះអង្គប៉ះនឹងប្រអប់ឈើគូសឈ្វាច់សំឡេងគូសឈើគូសបានបន្លឺឡើងហើយពន្លឺភ្លើងពណ៌លឿងតូចមួយបានឆាបឆេកឡើង
ពន្លឺនោះទោះបីជាតូចប៉ុន្តែវាហាក់ដូចជាមានតម្លៃខ្លាំងណាស់នៅពេលនេះព្រះតេជោប្រញាប់ប្រញាល់ឧទ្យានវសាមួយដើមធំដែលព្រះអង្គបានត្រៀមមកពន្លឺទៀនចាប់ផ្ដើមបំភ្លឺបរិវេណជុំវិញបានប្រហែលជា 2-3 ម៉ែត្រជញ្ជាំងរូងភ្នំដែលសើមនិងមានទឹកហូរតិចៗចាប់ផ្ដើមលេចរូបរាងឡើងថ្មសំណើមចាំងពន្លឺទៀនភ្លេកដូចជាភ្នែករបស់សត្វរាប់ពាន់ក្បាលកំពុងតែសម្លឹងមើលមកព្រះអង្គព្រះតេជោបានរកឃើញផ្ទាំងថ្មរាបស្មើមួយដែលសម្រាប់គង់សមាធិព្រះអង្គចាប់ផ្ដើមរៀបចំកន្លែងដោយក្រាវកម្រាលនិងយកអំបោះសីមាពណ៌សមកព័ទ្ធជុំវិញកន្លែងដែលព្រះអង្គគង់ខ្សែសីមានេះមិនមែនគ្រាន់តែជាអំបោះធម្មតាទេវាគឺជាខ្សែដែលបានឆ្លងកាត់ការសូត្រមន្តពីគ្រូឧបជាដើម្បីការពារមិនឲ្យពំពួកអមនុស្សឬវិញ្ញាណអាក្រក់ចូលមកបៀតបៀនក្នុងមណ្ឌលពិធីបានឡើយនៅពេលដែលព្រះអង្គកំពុងតែរាយខ្សែសីមាព្រះអង្គមានអារម្មណ៍ថាខ្យល់នៅក្នុងរូងភ្នំចាប់ផ្ដើមប្រែប្រួលវាមិនមានខ្យល់បក់ទេប៉ុន្តែយើងមានអារម្មណ៍ថាអាកាសធាតុហាក់ដូចជាធ្ងន់ទៅដូចជាមានអ្វីមួយយ៉ាងកំពុងតែព្យាយាមរុញច្រានមិនឲ្យព្រះអង្គរៀបចំកន្លែងនេះបានសម្រេចព្រះអង្គឧទ្ធូប3ស្រសៃផ្សែងធូបពណ៌សហុយឡើងទៅលើត្រំភ្លឹងក្លិនធូបក្រអូបឈ្ងុយបានសាយភាយពេញរូងភ្នំជួយធ្វើឲ្យអារម្មណ៍ស្ងប់បានបន្តិចព្រះតេជោគង់ពាត់ភ្នានបិទប្រណេតហើយចាប់ផ្ដើមសូត្រធម៌ណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈសំឡេងសូត្រធម៌របស់ព្រះអង្គបានបន្លឺឡើងយ៉ាងពីរោះនិងមានអំណាចសំឡេងនោះបុកនឹងជញ្ជាំងរូងភ្នំហើយខ្ទរត្រឡប់មកវិញហាក់ដូចជាព្រះសង្ឃរាប់រយអង្គកំពុងតែសូត្រព្រមព្រៀងគ្នាមេតាំងចសពេលោកាស្មិមានណសម្ភាវេយីអបរិមាណੰព្រះអង្គសូត្រមេត្តាសូត្រធម៌នេះគឺសម្រាប់ផ្សាយមេត្តាដល់សព្វសត្វទាំងឡាយទាំងមនុស្សទាំងសត្វទាំងវិញ្ញាណឲ្យបានសេចក្តីសុខកុំឲ្យមានពៀវេរាដល់គ្នាព្រះអង្គចង់ប្រាប់ដល់ម្ចាស់ទឹកដីនៅទីនេះថាព្រះអង្គមកនេះមិនមែនដើម្បីតាំងศึกសង្គ្រាមទេគឺមកដើម្បីស្វែងរកធម៌និងចែកបុណ្យកុសលប៉ុន្តែនៅពេលដែលព្រះអង្គសូត្របានមួយសន្ទុះបណ្រាយកាសក៏ចាប់ផ្ដើមផ្លាស់ប្ដូរម្ដងទៀតក្លិនធូបដែលធ្លាប់តែក្រអូបស្រាប់តែបាត់ទៅឈឹងជំនួសមកដោយក្លិនមួយផ្សេងទៀតក្លិនស្អុយដូចជាសាច់ដែលរលុយកប់ទុកនៅក្នុងភោគរាប់ខែក្លិននេះវារសាត់មកជាប្រអប់តាមចង្វាក់ដង្ហើមពេលដកដង្ហើមចូលម្ដងក្លិននោះក៏ចូលទៅពេញសួតម្ដងធ្វើឲ្យចង់ក្អួតចង់ថប់ដង្ហើមវាជាក្លិនដែលធ្វើឲ្យព្រះអង្គនឹកឃើញទៅដល់ពាក្យសម្ដីរបស់លោកតាមេភូមិអំពីគ្រូអាគមដែលបានស្លាប់នៅទីនេះហើយបន្ទាប់មកសំឡេងក៏ចាប់ផ្ដើមមកដល់តក់សំឡេងដំណក់ទឹកស្រក់ពីដានរូងភ្នំធ្លាក់មកលើដុំថ្មដំបូងវាស្ដាប់ទៅដូចជាធម្មតាប៉ុន្តែនៅពេលលះព្រះអង្គព្យាយាមផ្ចង់ស្មារតីសំឡេងនោះក៏ប្រែទៅជាចម្លែកទៅចង្វាក់របស់វាមិនដូចជាទឹកស្រក់ទេតក់វាមិនលឿនពេកមិនយឺតពេកទេវាមានចង្វាក់ដូចជាបេះដូងរបស់មនុស្សដែលកំពុងតែលូត
សំឡេងនោះកាន់តែខ្លាំងឡើងហាក់ដូចជាលូតនៅក្បែរត្រចៀករបស់ព្រះអង្គឬមួយក៏វាលោតចេញពីក្នុងជញ្ជាំងរូងភ្នំហាក់ដូចជារូងភ្នំទាំងមូលមានជីវិតហើយកំពុងតែដកដង្ហើមព្រះតេជោព្យាយាមមិនខ្វល់ព្រះអង្គបន្លឺសំឡេងសូត្រធម៌ឲ្យកាន់តែខ្លាំងជាងមុនដើម្បីគ្របដណ្ដើមសំឡេងនោះយានីថពោតានិសមាកតានិភុំមានិយានិវៈអន្តិលិខេស្រាប់តែអណ្ដែតភ្លើងទៀនដែលកំពុងតែឆេះត្រង់ស្រាប់តែរេវុបវារេដូចជាមានមនុស្សមកភ្លុំពីជំហានតែក្នុងរូងភ្នំនេះគ្មានខ្យល់ទេខ្យល់ស្ងប់ឈឹងព្រះអង្គបើកប្រណៀបតិចដើម្បីមើលអណ្ដែតភ្លើងទៀនលែងមានពណ៌លឿងទៀតហើយវាបានប្រែពណ៌ទៅជាពណ៌ខៀវស្រងាត់ដូចជាភ្លើងដែលឆេះចេញពីហ្គាសឬក៏ភ្លើងនៃវិញ្ញាណពន្លឺពណ៌ខៀវនោះធ្វើឲ្យរូងភ្នំទាំងមូលមើលទៅកាន់តែគួរឲ្យខ្លាចដូចជាឋាននរកមុខរបស់ព្រះអង្គដៃរបស់ព្រះអង្គប្រែទៅជាស្លេកនៅក្រោមពន្លឺពណ៌ខៀវនោះហើយនៅពេលដែលភ្លើងទៀនរេស្រមោលក៏ចាប់ផ្ដើមរាំព្រះអង្គសម្លឹងមើលទៅជញ្ជាំងរូងភ្នំនៅពីមុខស្រមោលរបស់ព្រះអង្គដែលជះទៅលើជញ្ជាំងនោះគួរតែជារូបព្រះអង្គកំពុងអង្គុយសមាធិប៉ុន្តែមិនមែនទេស្រមោលនៅលើជញ្ជាំងនោះធំជាងខ្លួនព្រះអង្គ2-3 ដងវាមានរាងដូចជាមនុស្សមៀតធំកំពុងតែឈរច្រូតដៃហើយអោនក្បាលចុះសម្លឹងមើលមុខព្រះអង្គស្រមោលនោះមិនក្រំរាកតាមព្រះអង្គទេនៅពេលដែលព្រះអង្គងាកក្បាលស្រមោលនោះនៅតែឈរធ្មឹងវាហាក់ដូចជាមានម្ចាស់ផ្សេងដែលមិនមែនជាព្រះអង្គម្ចាស់នៃស្រមោលនោះកំពុងតែឈរនៅពីក្រោយខ្នងព្រះអង្គឬក៏កំពុងតែឈរនៅចំពោះមុខព្រះអង្គតែមើលមិនឃើញនឹងភ្នែកទទេក្លិនស្អុយកាន់តែខ្លាំងឡើងខ្លាំងរហូតដល់ព្រះអង្គត្រូវយកដៃខ្ទប់ច្រមុះសំឡេងបេះដូងដុកដាក់លាន់លឺពេញរូងភ្នំដូចជាស្គរជ័យដែលកំពុងតែប្រគំជូនព្រះអង្គស្ដាប់នៅរាត្រីដំបូងដ៏សែនលែងឆ្ងាយនេះភ្លាមនោះសំឡេងកោសជញ្ជាំងក្បោកដែលបានឡងបន្លាចព្រះអង្គអំបញ្ញមិញនេះក៏បានស្ងាត់ទៅវិញទៅស្ងាត់ឈឹងស្ងាត់ដូចជាមាននរណាម្នាក់ជុតបិទកង់តាក់សំឡេងនៃពិភពលោកទាំងមូលសូម្បីតែសំឡេងដំណក់ទឹកតក់ក៏បាត់ទៅដែររូងភ្នំមរណៈដែលពោពេញទៅដោយភាពត្រជាក់និងក្លិនស្អីរលួយនៃសាកសពស្រាប់តែចាប់ផ្ដើមប្រែប្រួលវាប្រែប្រួលយ៉ាងចម្លែកដំបូងគឺខ្យល់ដែលធ្លាប់តែត្រជាក់ស្រេបដូចជាទឹកកកឥឡូវនេះចាប់ផ្ដើមប្រែទៅជាកក់ក្ដៅនិងទន់ល្មើយដូចជាខ្យល់រដូវស្រុកឈើលាស់វាបក់មកប៉ះស្បែករបស់ព្រះតេជោថ្នមស្រាលហាក់ដូចជាកំពុងតែបបោះអង្អែលមិនមែនកំពុងតែគំរាមកំហែងទេបន្ទាប់មកគឺក្លិនសាច់ស្អីក្លិនឈាមក្លិនឆ្អាបបានរសាត់បាត់អស់ទៅហើយជំនួសមកវិញដោយក្លិនមួយដែលធ្វើឲ្យអារម្មណ៍ចាប់ផ្ដើមរវើរវាយវាគឺជាក្លិនទឹកអប់មិនមែនជាទឹកអប់សម័យថ្មីទេវាជាក្លិនទឹកអប់បុរាណដែលផ្សំឡើងពីផ្កាជូកផ្កាម្លិះនិងក្រមួនឃ្មុំក្លិនរបស់វាក្រអូបខ្លាំងរហូតដល់ឈួលក្លិននេះវារត់ចូលទៅក្នុងច្រមុះជ្រៀតចូលទៅក្នុងសួតហើយធ្វើដំណើរទៅដល់បេះដូងវាធ្វើឲ្យឈាមក្នុងខ្លួនចាប់ផ្ដើមពុះកញ្ជ្រោលវាធ្វើឲ្យចិត្តដែលកំពុងតែស្ងប់
ចាប់ផ្ដើមរង្គោះរង្គើប្រស្ទីជូននៅតែព្យាយាមបិទភ្នែកនៅសូត្រធម៌ប៉ុន្តែធម៌ដែលព្រះអង្គសូត្រហាក់ដូចជាដាច់ដោយសមាធិរបស់ព្រះអង្គចាប់ផ្ដើមរេដូចជាទូកតូចមួយដែលត្រូវរលកបោកនៅកណ្ដាលមហាសមុទ្រហេសំឡេងសើចមិនមែនជាសំឡេងសើចរបស់បិសាចកាយសាហាវទេវាជាសំឡេងសើចរបស់ស្ត្រីក្រមុំសំឡេងនោះស្រួយស្រាលនិងពីរោះដូចជាសំឡេងកូនកណ្ដឹងមាសវាស្ដាប់ទៅពោពេញទៅដោយភាពរីករាយនិងការលេងសើចលោកបងសំឡេងហៅបានបន្លឺឡើងលើកនេះវាមិនមែនជាសំឡេងគំរាមកំហែងដោយមុនទេវាជាសំឡេងអង្វើកសំឡេងផ្អែមល្អៀមដែលធ្វើឲ្យអ្នកស្ដាប់ទន់ចិត្តលោកបងនិមន្តមកទីនេះធ្វើអ្វីព្រះតេជោព្យាយាមមិនស្ដាប់ព្រះអង្គដឹងថានេះគឺជាមាយានេះគឺជាការលបងនៃកិលេសម៉ាមិនមែនមកតែនៅក្នុងរូបភាពគួរឲ្យខ្លាចទេជួនកាលម៉ាមកក្នុងរូបភាពដែលស្អាតបំផុតដែលគួរឲ្យចង់បានបំផុតលោកបងមិនឯកាទេឬសំឡេងនោះកាន់តែខិតមកចិត្តខ្លាំងណាស់នៅទីនេះងងឹតណាស់ត្រជាក់ណាស់ហេតុអ្វីក៏លោកបងមិនបាក់ភ្នែកមើលខ្ញុំដោយមិនអាចទប់ចិត្តបានឬក៏ដោយសារអំណាចនៃមន្តអាគីព្រះតេជោក៏បើកភ័ក្រនេត្រឡើងតិចអ្វីដែលព្រះអង្គបានឃើញធ្វើឲ្យបេះដូងរបស់ព្រះអង្គលោតខុសចង្វាក់រូងភ្នំដែលខ្មៅងងឹតឥឡូវនេះហាក់ដូចជាមានពន្លឺពណ៌ផ្កាឈូកស្រាលគ្របដណ្ដប់ទៅនៅចំពោះព្រះអង្គប្រហែលជា2ម៉ែត្រមាននារីម្នាក់នាងស្អាតខ្លាំងណាស់នាងស្លៀកសំពត់ហូលពណ៌មាសពាក់អាវបោះស្បៃពណ៌ក្រហមដូចជានារីសម័យបុរាណសក់របស់នាងខ្មៅរលើបទម្លាក់ចុះមកដល់ចង្កេះស្បែករបស់នាងសមាត់ខៃដូចជាបណ្ដុលចេកនាងកំពុងតែឈរញញឹមដាក់ព្រះអង្គស្នាមញញឹមនោះពោពេញទៅដោយភាពតាក់ទាញនិងអាចកំបាំងនាងមិនឈួរស្ងៀមទេនាងចាប់ផ្ដើមរាំដៃរបស់នាងលើកឡើងពុតទៅពុតបោកយ៉ាងទន់ភ្លន់ដូចជាសត្វពស់ជើងរបស់នាងឈានមួយជំហានចូលមកជិតព្រះអង្គក្បាច់រាំរបស់នាងមិនមែនជាក្បាច់រាំរបាំបុរាណធម្មតាទេវាជាក្បាច់រាំសម្រាប់លោកបួងរាល់ចលនារបស់នាងហាក់ដូចជាមានអំណាចដៃឆក់ទាញយកព្រលឹងរបស់ព្រះអង្គឲ្យចេញពីរាងកាយក្លិនទឹកអប់កាន់តែឆួលខ្លាំងឡើងវាធ្វើឲ្យព្រះតេជោមានអារម្មណ៍ថាវិលមុខរាងកាយរបស់ព្រះអង្គចាប់ផ្ដើមក្តៅញើសក្រាបធំចាប់ផ្ដើមហូរចុះមកដល់ថ្ងាសតាមខ្នងមិនមែនជាញើសត្រជាក់ព្រោះភ័យទេតែជាញើសក្តៅព្រោះតង្ហាដែលត្រូវបានដាស់ឲ្យភ្ញាក់ឡើងលោកបងនារីនោះដើរចូលមកដល់ទល់មុខព្រះអង្គនាងលុតជង្គង់ចុះនៅក្រៅខ្សែសីមាបន្តិចភ្នែករបស់នាងធំខ្មៅនិងជ្រៅសម្លឹងចំទៅក្នុងភ្នែករបស់ព្រះអង្គខ្ញុំចាំលោកបងយូរហើយនាងនិយាយខ្សឹបខ្ញុំនៅទីនេះតែម្នាក់ឯងខ្ញុំរងចាំអ្នកដែលមានបុណ្យដូចជាលោកបងមកសង្គ្រោះខ្ញុំឬក៏មកនៅកំដរខ្ញុំដៃរបស់នាងដែលសនិងសលូនបានលូកមកនាងចង់ប៉ះជីវររបស់ព្រះអង្គប៉ុន្តែនៅពេលដែលដៃនាងប៉ះនឹងបរិវេណខ្សែសីមានាងក៏ដកដៃវិញយ៉ាងលឿនដូចជាត្រូវភ្លើងរលាកអ៊ុយនាងធ្វើមុខជូរគួរឲ្យអាណិត
លោកបងចិត្តដេញណាស់ហេតុអ្វីក៏លោកបងខាំងខ្ញុំមិនឲ្យចូលទៅចិត្តនាងចាប់ផ្ដើមយំទឹកភ្នែករបស់នាងហូរចូលមកលើថ្ផលដូចជាគ្រាប់ពេជ្រសំឡេងយំរបស់នាងធ្វើឲ្យចិត្តរបស់ព្រះអង្គក្តុកក្តួលជាព្រះសង្ឃព្រះអង្គតែងតែមានមេត្តាធម៌ចំពោះអ្នកដែលទុក្ខសោកហើយពេលនេះស្ត្រីដ៏ស្រស់ស្អាតម្នាក់កំពុងតែយំនៅចំពោះមុខអញ្វររកក្តីមេត្តាលោកបងអនុញ្ញាតឲ្យខ្ញុំចូលទៅបម្រើលោកបងផងនាងអញ្វរទាំងទឹកភ្នែកគ្រាន់តែដោះខ្សែសីមានេះចេញតែបន្តិចទេខ្ញុំនឹងធ្វើឲ្យលោកបងមានក្តីសុខភ្លេចអស់ទុក្ខកង្វល់ព្រះតេជោស្ទើរតែលូកដៃតែហើយចិត្តមួយចង់ជួយចិត្តមួយទៀតចង់ប៉ះរូបភាពនារីនោះចាប់ផ្ដើមធ្វើឲ្យព្រះអង្គភ្លេចអស់នូវធម៌វិន័យភ្លេចថាព្រះអង្គជានរណាភ្លេចថាព្រះអង្គមកទីនេះដើម្បីអ្វីកិលេសគឺដូចជាភ្លើងវាដុតបំផ្លាញសតិស្មារតីយ៉ាងឆាប់រហ័សនាងញញឹមទាំងទឹកភ្នែកស្នាមញញឹមនោះចាប់ដាំងប្រែប្រួលមាត់របស់នាងហាក់ដូចជាធំជាងមុនបន្តិចធ្មេញរបស់នាងដែលសស្អាតហាក់ដូចជាស្រួចជាងមុនបន្តិចមកលោកបងមកប៉ុន្តែនៅវិនាទីចុងក្រោយព្រះតេជោបានក្រឡេកទៅឃើញទៀនវស្សាអណ្ដាតភ្លើងទៀនដែលធ្លាប់តែពណ៌ខៀវឥឡូវនេះកំពុងតែឆែកយ៉ាងសន្ធោសន្ធប់ខ្ពក់ត្រដាតហើយនៅក្នុងអណ្ដាតភ្លើងនោះព្រះអង្គមិនបានឃើញរូបនារីស្អាតទេព្រះអង្គឃើញគ្រោងឆ្អឹងដែលមានសាច់រលួយព្យួរទាំងកាសចាស់កំពុងតែឈរនៅមុខព្រះអង្គអ្វីដែលភ្នែកសាច់មើលឃើញថាស្អាតគឺជាការបោកប្រាស់អ្វីដែលចិត្តមើលឃើញគឺជាការពិតព្រះអង្គភ្ញាក់ខ្លួនព្រឹតញើសក្តៅប្រែទៅជាត្រជាក់វិញមួយរំពេចនេះមិនមែនជានារីទេនេះគឺជាខ្មោចព្រាយកន្ទោងខៀវឬព្រាយក្រឡាភ្លើងដែលប្រើសម្រស់ដើម្បីបឺតឈាមនិងធម្មពលជីវិតរបស់ព្រះសង្ឃព្រះតេជោប្រមូលកម្លាំងចិត្តដែលនៅសេសសល់បិទភ្នែកវិញយ៉ាងលឿនព្រះអង្គចាប់ផ្ដើមចម្រើនអសុភកម្មដ្ឋានគឺការពិចារណាលើភាពមិនស្អាតនៃរាងកាយនេះគ្រាន់តែថង់ស្បែកដាក់នៅរបបមិនស្អាតមានសក់រោមក្រចកធ្មេញស្បែកសាច់ឆ្អឹងឈាមសំឡេងនារីនោះស្រាប់តែប្រែទៅជាសំឡេងស្រែកឈប់សូត្រទៅសំឡេងផ្អែមលហុងបាត់អស់ហើយคล้ายជាសំឡេងក្រហឹមស្អកនិងគួរឲ្យខ្លាចបើកភ្នែកមកមើលយើងមកឯងថាឯងខ្លាំងហ៎ក្លិនទឹកអប់ប្រែទៅជាក្លិនសក់ខ្លោចក្លិនដូចសក់ដែលត្រូវគេដុតឈ្ងុយខ្លាំងណាស់ព្រះតេជោដឹងហើយថាការលបួងមិនបានសម្រេចហើយឥឡូវនេះវានឹងប្រែទៅជាការខឹងសម្បារូងភ្នំចាប់ដើមរងោះរងួរក្រឹបហើយអ្វីដែលនឹងកើតឡើងបន្ទាប់មិនមែនជាការរំដ៏ស្រស់ស្អាតទៀតទេក្លិនសក់ខ្លោចដែលឈ្ងៀមឈួលអំបញ្ញមិញនេះបានរលាយបាត់ទៅហើយប៉ុន្តែអ្វីដែលចូលមកជំនួសវិញគឺកាន់តែអាក្រក់ជាងនេះរាប់រយដងរូងភ្នំទាំងមូលស្រាប់តែប្រែជាស្ងាត់ដូចជាភ្នោភាពស្ងប់ស្ងាត់នេះវាមិនមែនជាភាពស្ងប់ស្ងាត់នៃសន្តិភាពទេវាគឺជាភាពស្ងប់ស្ងាត់
មុនពេលដែលមានព្យុះកំណាចបោកបក់មកដល់ព្រះតេជោដែលកំពុងតាអង្គុយតាំងសមាធិព្យាយាមប្រមូលអារម្មណ៍ប៉ុន្តែច្រមុះរបស់ព្រះអង្គចាប់ផ្ដើមធំក្លិនអ្វីមួយយ៉ាងវាគឺជាក្លិនឆអាបខ្លាំងណាស់ឆអាបដូចជាឈាមស្រស់ៗដែលទើបតែហូរចេញពីកក្លិននេះវាខាប់វាធ្ងន់វាហាក់ដូចជាមានរសជាតិនៅក្នុងខ្យល់ពេលដកដង្ហើមចូលមានអារម្មណ៍ថាដូចជាកំពុងតែផឹកឈាមចូលទៅក្នុងសួតព្រះអង្គចង់ក្អួតក្រពះរបស់ព្រះអង្គចាប់ផ្ដើមរមួលទោះបីជាព្រះអង្គបិទភ្នែកក៏ដោយក៏ព្រះអង្គនៅតែអាចមើលឃើញពណ៌ក្រហមឆ្អិនឆ្អៅនៅពេញមុខហើយបន្ទាប់មករូបភាពក៏ចាប់ផ្ដើមលេចឡើងវាមិនមែនជាការស្រមៃទេវាគឺជានិមិត្តវិញ្ញាណកំណាចនោះកំពុងតែទាញព្រះអង្គឲ្យធ្លាក់ចូលទៅក្នុងអតីតកាលវាចង់ឲ្យព្រះអង្គឃើញនៅអំពើបាបដែលវាបានសាងវាចង់ឲ្យព្រះអង្គដឹងថាហេតុអ្វីបានជាវាត្រូវជាប់នៅទីនេះរូបភាពនៅចំពោះមុខចាប់ផ្ដើមច្បាស់ឡើងរូងភ្នំនេះដដែលប៉ុន្តែវាជាហេតុការណ៍កាលពី50ឆ្នាំមុននៅក្នុងពន្លឺភ្លើងទីនរាប់សិបដើមដែលដុតបំភ្លឺពេញរូងភ្នំព្រះតេជោបានឃើញបុរសចំណាស់ម្នាក់គាត់ស្លៀកពាក់សតែប្រឡាក់ទៅដោយស្នាមដីនិងស្នាមប្រេងសក់របស់គាត់វែងរញ៉េរញ៉ៃចងជាគួយភ្នែករបស់គាត់បើកធំសម្លឹងទៅមុខដោយភាពលោភលន់និងភាពឆ្កងលេីឡានៅពីមុខគាត់គឺជាអាសនៈមួយដែលរៀបឡើងពីក្បាលលលាដដោតករបស់សត្វនិងមនុស្សមានកូនក្រដែលត្រាំនៅធុងដបព្រេងមានខ្សែសីមាពណ៌ក្រហមនិងមានកំបិតផ្កាមួយដែលសំលៀងយ៉ាងមុតភ្លឺផ្លែតក្រោមពន្លឺភ្លើងទៀនបុរសចំណាស់នោះកំពុងតែសូត្រមន្តអូមហារីសំឡេងសូត្រមន្តរបស់គាត់ធ្ងន់គ្រលួចនិងគួរឲ្យខ្លាចវាមិនមែនជាធម៌ព្រះទេវាគឺជាអាគមខ្មៅរាល់ពាក្យដែលគាត់សូត្រហាក់ដូចជាធ្វើឲ្យរូងភ្នំរង្គើរង្គើនៅក្បែរគាត់មានយុវជនម្នាក់អាយុប្រហែលជា20ឆ្នាំយុវជននោះកំពុងតែអង្គុយលុតជន្ទង់មុខស្លេកស្លាំងញ័រច្បាមដោយកូនសត្វបៃដងពីររបស់គេត្រូវបានចងទៅក្រោយយ៉ាងតឹងគេជាកូនសាសដែលទុកចិត្តគ្រូគ្រប់គ្រូប៉ុន្តែឥឡូវនេះគេកំពុងតែត្រៀមខ្លួនคล้ายជាគ្រឿងបូជាព្រះតេជោចង់ស្រែកប្រាប់យុវជននោះថារត់ទៅប៉ុន្តែព្រះអង្គធ្វើអ្វីមិនកើតទេព្រះអង្គគ្រាន់តែជាអ្នកមើលនៅក្នុងហេតុការណ៍ដែលកើតឡើងរួចទៅហើយគ្រូយុវជននោះហៅគ្រូរបស់គេដោយសំឡេងញ័រនួរគ្រូនឹងធ្វើអ្វីខ្ញុំគ្រូសន្យាថាគ្រាន់តែធ្វើពិធីលើករាសីតើហេតុអ្វីក៏ចង់ខ្ញុំបែបនេះបុរសចំណាក់នោះមិនឆ្លើយទេគាត់ឈប់សូត្រមន្តហើយងាកមកសម្លឹងមុខកូនសាសស្នាមញញឹមមួយបានលេចឡើងនៅលើមុខរបស់គាត់ស្នាមញញឹមដែលគ្មានភាពជាមនុស្សឯងជាសាសល្អគាត់និយាយសំឡេងស្អកឯងតែងតែចង់ជួយគ្រូមែនទេឥឡូវនេះដល់ពេលដែលឯងត្រូវជួយគ្រូហើយគ្រូត្រូវការជីវិតអមតៈគ្រូត្រូវការឈាមរបស់ឯងដើម្បីដាស់វិញ្ញាណស្ដេចខ្លាទេគ្រូទេយុវជននោះស្រែកយំគេព្យាយាមរើ
ប៉ុន្តែចំណងនោះតឹងណាស់ខ្ញុំមិនចង់ស្លាប់ទេគ្រូអាណិតខ្ញុំផងម៉ែខ្ញុំកំពុងចាំខ្ញុំនៅផ្ទះស្ងាត់បុរសចំណាស់នោះស្រែកគំហើកជីវិតរបស់ឯងមានតម្លៃណាស់សម្រាប់ការត្រាស់ដឹងរបស់គ្រូកុំខ្លាចអីវាមិនឈឺយូរទេគាត់ចាប់យកកាំបិតផ្កាស់ពន្លឺកាំបិតចាំងចូលភ្នែកព្រះតេជោធ្វើឲ្យព្រះអង្គព្រឺឆានខ្នងអូមមហាក្រាលគាត់ចាប់ដៅសូត្រមន្តម្ដងទៀតលឿនទៅខ្លាំងទៅគ្រូអត់ទេជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងសំឡេងស្រែករបស់យុវជននោះលាន់ពេញរូងភ្នំស្រែកដោយការអស់សង្ឃឹមស្រែកដោយការឈឺចាប់ព្រះតេជោមានអារម្មណ៍ថាបេះដូងរបស់ព្រះអង្គស្ទើរតែឈប់លោតរូបភាពនៅចំពោះមុខខូខៅពេកហើយបុរសចំណាក់នោះដើរចូលទៅជិតដៃមួយខាងចាប់សក់ក្បាលរបស់កូនសិស្សបោចលើឲ្យងើយកដៃមួយខាងទៀតលើកកំបិតឡើងសូមលាក់បង់ដើម្បីអំណាចគួបសំឡេងកំបិតកាត់សាច់វាជាសំឡេងមួយដែលធ្វើឲ្យអ្នកស្ដាប់ចងចាំអស់មួយជីវិតឈូឈាមពណ៌ក្រហមឆ្អិនឆ្អៅបានបាញ់ចេញពីករបស់យុវជននោះដូចជាទឹកបាញ់វាបាញ់ទៅប្រឡាក់ពេញមុខរបស់គ្រូអាគមនោះវាបាញ់ទៅប្រឡាក់ពេញជញ្ជាំងរួងភ្នំសំឡេងកូនសិស្សនោះនៅមិនទាន់ដាច់ខ្យល់ក្រៀមទេគេនៅប្រឹងដកដង្ហើមទាំងកបាក់សំឡេងឈាមហូរក្នុងបំពង់កក្រោលាយឡំនឹងសំឡេងខ្យល់ដកដង្ហើមចុងក្រោយបុរសចំណាស់នោះមិនមានចិត្តអនុត្តបន្តិចសោះគាត់បែរជាសើចយ៉ាងកងរំពឹងទាំងមុខប្រឡាក់ឈាមសម្រេចហើយអញសម្រេចហើយគាត់យកដៃដែលប្រឡាក់ឈាមទៅលាបលើថ្ងាសរបស់គាត់ហើយលាបលើរូបសំណាកតូចនៅលើអាសេនៈក្លិនឈាមឆ្អាបពេញរូងភ្នំឆ្អាបខ្លាំងណាស់ប៉ុន្តែភ្លាមនោះអ្វីក៏ប្រែជាខុសប្រក្រតីជំនួសឲ្យការទទួលបានអំណាចអមតៈបុរសចំណាស់នោះស្រាប់តែចាប់ផ្ដើមក្អួតគាត់ក្អួតចេញមកជាឈាមពណ៌ខ្មៅខ្ញិតគាត់យកដៃខ្ទប់ទ្រូងមុខរបស់គាត់ដែលកំពុងសើចប្រែទៅជាភ័យខ្លាចក្តៅណាស់គាត់ស្រែកឯងធ្វើអីអញអាសិស្សកមុតឯងមិនព្រមស្លាប់ទេហើយវិញ្ញាណរបស់កូនសិស្សដែលពោពេញដោយកំហឹងនឹងការឈឺចាប់មិនបានទៅណាទេឈាមដែលហូរនៅលើដីចាប់ផ្ដើមរត់ដូចជាសត្វពស់ទៅរុំជើងរបស់គ្រូកំណាចនោះលេងអញលេងគាត់ព្យាយាមរត់មិនរួចប៉ុន្តែរត់មិនរួចគាត់ដួលចុះក្នុងធ្លុកឈាមរបស់កូនសិស្សខ្លួនឯងជួយផងក្តៅណាស់ភ្លើងទៀននៅជុំវិញស្រាប់តែឆាបឆេះឡើងខ្លាំងរលាយដល់រាងកាយរបស់គាត់សំឡេងស្រែករបស់គាត់លាយឡំនឹងសំឡេងស្រែករបស់កូនសិស្សបង្កើតបានជាសំឡេងដ៏សែនរន្ធត់ដែលជាប់នៅក្នុងរោងភ្នំនេះរូបភាពនិមិត្តបានបញ្ចប់ព្រះតេជោភ្ញាក់ប្រអើតដកដង្ហើមហត់ហាក់ដូចជាទើបតែរត់រួចពីសេចក្តីស្លាប់ព្រះអង្គបើកភ្នែកឡើងព្រះអង្គនៅតែស្ថិតនៅក្នុងរោងភ្នំដដែល
ប៉ុន្តែឥឡូវនេះព្រះអង្គយល់ហើយព្រះអង្គយល់ច្បាស់ហើយវិញ្ញាណដែលនៅទីនេះមិនមែនមានតែមួយទេគឺមានពីរមួយគឺវិញ្ញាណគ្រូអាគមដែលស្លាប់ដោយភាពលោភលន់និងជាប់នៅទីនេះដោយសារអំពើបាបនិងមួយទៀតគឺវិញ្ញាណកូនសិស្សដែលស្លាប់ដោយអយុត្តិធម៌និងពោពេញដោយគំនុំពួកវាទាំងពីរកំពុងតែនៅទីនេះជាមួយនឹងព្រះអង្គហើយក្លិនឈាមដែលព្រះអង្គធំនៅពេលនេះគឺជាក្លិននៃអំពើបាបដែលមិនអាចលាងជ្រះបានឯងឃើញហើយមែនទេសំឡេងមួយបានបន្លឺឡើងលើកនេះសំឡេងនោះពោពេញដោយការឈឺចាប់និងកំហឹងលើដើមឯងឃើញហើយថាអញត្រូវគេធ្វើបាបយ៉ាងណាព្រះតេជោដឹងថាស្ថានភាពបានឈានដល់ចំណុចកំពូលហើយវិញ្ញាណកំណាចបានបើកបង្ហាញមុខមាត់ពិតហើយវានឹងមិនទុកព្រះអង្គឲ្យនៅរស់ទេពីព្រោះព្រះអង្គបានដឹងអាចកំបាំងរបស់វាជួនយ៉ាងរោងភ្នំចាប់ផ្ដើមមានឈាមហូរចេញមកតាមចន្លោះថ្មតហូរចុកមកក្រហមឆ្អិនឆ្អៅរាត្រីនេះមិនងាយបញ្ចប់ទេឈាមនៃហូរចេញពីជញ្ជាំងថ្មកាន់តែច្រើនឡើងវាហូរចុះមកខាប់ខ្មៅដូចជាទឹកថ្នាំដែលកំពុងតែលាបប្របាក់ពន្លឺភ្លើងទៀនស្ថានភាពបានផ្លាស់ប្ដូរទាំងស្រុងលែងមានការលេងសើចលែងមានការលុបលួងលែងមានមាយាទៀតហើយឥឡូវនេះគឺជាសង្គ្រាមរវាងពន្លឺនិងភាពងងឹតសង្គ្រាមរវាងធម៌និងអធម៌ក្រឹបរូងភ្នំទាំងមូលចាប់ផ្ដើមញ័រដូចជាមានរញ្ជួយដីញ័រដៃធូលីដីធ្វើឲ្យចុះមកពីពេដានហើយទ្រលោមពេញអាកាសគ្រោះតូចចាប់ផ្ដើមធ្លាក់ចុះមកតក់ដាក់លើស្ប៉ុងជីវររបស់ប្រតេជោភ្លាមនោះវ៉ាសំឡេងមួយដូចជាខ្យល់ព្យុះបានបោកបក់ចូលមកក្នុងរូងភ្នំវាមិនមែនជាខ្យល់ទេវាគឺជាសត្វប្រជាវរាប់រយរាប់ពាន់ក្បាលហក់សម្រុកចូលមកដូចជាក្របកំភ្លើងភ្នែករបស់ពួកវាក្រហមឆ្អិនឆ្អៅពួកវាហក់ឆាបចុះឆាបឡើងឆាបទៅរកមុខរបស់ព្រះអង្គស្លាបរបស់ពួកវាទះប៉ះនឹងខ្យល់លាន់ស៊ូផាប់ពេញត្រចៀកព្រះតេជោនៅតែអង្គុយស្ងៀមដូចជាភ្នំព្រះអង្គមិនយកដៃបក់មិនយកដៃបិទមុខព្រះអង្គគ្រាន់តែអោនប្រផាក់ជប់បន្តិចហើយប្រមូលចិត្តមកនៅត្រង់ចុងច្រមុះសតិសម្បញ្ញញ្ញៈដឹងថានេះជាប្រជាវដឹងថានេះជាការរំខានដឹងថានេះមិនមែនជារបស់ពិតដែលអាចធ្វើឲ្យព្រះអង្គស្លាប់បានទេប្រសិនបើចិត្តព្រះអង្គមិនខ្លាចពួកប្រជាវទាំងនោះហោះមកចិត្តខ្លាំងណាស់ហាក់ដូចជាចង់កម្មចង់ហែកសាច់ព្រះអង្គប៉ុន្តែពួកវាមិនអាចចូលក្បែរប្រកាយព្រះអង្គបានទេពួកវាហោះបុកនឹងកំពែងមេត្តាធម៌ហើយខ្ទាតចេញទៅវិញធ្លៀងចុះមកដីងាប់កើលឺគ្នាក្លិនស្អុយកាន់តែខ្លាំងឡើងវាគឺជាក្លិននៃសាកសពដែលកប់ទុកក្នុងដីរាប់រយឆ្នាំហើយត្រូវបានគេកោះកកាយឡើងមកវិញក្លិនសាច់រលួយក្លិនទឹកលឿងក្លិនឆ្អង់ពុកវាចូលមកកកស្ទះក្នុងបំពង់កធ
ធ្វើឲ្យពេលបាក់ដកដង្ហើមហើយបន្ទាប់មកសំឡេងក៏ផ្លាស់ប្ដូរគ្រោះខឹមសំឡេងគ្រោះខឹមធ្ងន់ដូចជាខ្លាធំវាក្រហឹមចេញពីក្នុងភាពងងឹតនៅពីក្រោយពន្លឺភ្លើងទៀនក្រហឹមស្រមោលខ្មៅមួយចាប់ផ្ដើមលេចរូបរាងឡើងច្បាស់ទៅវាមិនមែនជាខ្លាទេវាគឺជាមនុស្សឬយ៉ាងហោចណាស់អ្វីដែលធ្លាប់ជាមនុស្សព្រះតេជោបានឃើញវាហើយវិញ្ញាណរបស់គ្រូអាគៀមនោះរាងកាយរបស់វាខ្ពស់ស្គមដូចជាប្រែតឃើញតែឆ្អង់ជំនីរលេះរលួយស្បែករបស់វាពណ៌ខ្មៅប្រែតបែកមានទឹកលឿងហូរយឺតសក់របស់វាលែងអូសដីរញ៉េរញ៉ៃពោពេញទៅដោយដីនិងឈាមហើយមុខរបស់វាមុខរបស់វាគ្មានមុខទេសាច់មុខប៉ុនកន្លះត្រូវបានរលួយអស់បង្ហាញឲ្យឃើញឆ្អឹងលលាស់ក្បាលពណ៌សភ្នែកម្ខាងរបស់វាបាត់បង់ទៅហើយនោះសល់តែរុនខ្មៅងងឹតភ្នែកម្ខាងទៀតក្រហមឆ្អិនឆ្អៅដូចជាភ្លើងនរកសម្លឹងមកមើលព្រះអង្គដោយគំនិតដែលមិនចេះរលកសំឡេងរបស់វាដូចជាសំឡេងកិនថ្មហ៊ានខ្លាំងណាស់វាបោះជំហានចូលមកមួយជំហានជើងរបស់វាជន់លើដីមិនលឺសូរជំហានដើរទេតែលឺសូរឆ្អង់ក៏គិតគ្នាក្រករាល់ជំហានដែលវាដើររុក្ខជាតិដែលដុះក្នុងរូងភ្នំស្វិតស្រពើនងាប់ភ្លាមគិតថាធររបស់ហែងអាចឈ្នះអញបានណែវាស៊ូទាំងសើចចំអកហាសំឡេងសើចរបស់វាលាន់កង់រំពឹងបុកនឹងជញ្ជាំងរូងភ្នំខ្ទរទៅវិញទៅមកធ្វើឲ្យត្រចៀករបស់ព្រះតេជោឈឺដូចជាគេចាក់អញនៅទីនេះ50ឆ្នាំហើយព្រះសង្ឃប៉ុន្មានអង្គហើយដែលមកទីនេះហើយคล้ายជាចំណីរបស់អញក៏មិនខកភ្នាដែរវាលើកដៃឡើងដៃរបស់វាមានក្រចកវែងមុតស្រួចនិងក៏ខ្វក់វាចង្អុលមកព្រះតេជោឈួតទៅភ្លាមនោះរូបភាពដ៏គួរឲ្យខ្លាចបានហោះចូលមកក្នុងចិត្តរបស់ព្រះអង្គរូបភាពពុះពិសរាប់ពាន់ក្បាលរវែមពេញខ្លួនព្រះអង្គរូបភាពភ្លើងកំពុងតែឆេះស្ប៉ងចីវរព្រះអង្គរូបភាពឪពុកម្ដាយរបស់ព្រះអង្គកំពុងតែស្រែកឲ្យជួយនៅក្នុងធ្លុកឈាមនេះគឺជាការវាយប្រហារផ្លូវចិត្តដ៏កាយសាហាវបំផុតវាចង់ឲ្យព្រះអង្គបាត់បង់សតិវាចង់ឲ្យព្រះអង្គភ័យស្លន់ប្រឡូតរត់ឯងចេញខែសីមាបើព្រះអង្គរត់ព្រះអង្គនឹងចប់ហើយព្រះតេជោញ័រប្រកាយតិចញើសហូរជោគខ្លួនចិត្តរបស់ព្រះអង្គកំពុងតែតស៊ូយ៉ាងខ្លាំងក្លាមិនមែនការពិតរូបនាមមិនទៀងទុកអនត្តាព្រះអង្គកម្មមាត់រហូតដល់ចេញឈាមដើម្បីដាស់ស្មារតីខ្លួនឯងតេជោតាំងសតិខ្លាចហើយមែនទេខ្មោចនោះដើរចូលមកចិត្តដល់ខែសីមាហើយវាអោនមុខចុះមកចិត្តមុខរបស់ព្រះអង្គក្លិនមាត់របស់វាស្អុយជាងល្មៀតទៅទៀតរត់ទៅមុនពេលអញចាប់ហែកឯងជាចំណែកវាងើបដៃឡើងធូរដូចជាបំរុងនឹងវាយផាំងថ្មមួយដុំធំបានធ្លាក់ចុះមកនៅក្បែរជង្គង់ព្រះអង្គ
បែកជាបំណែកធូលីដីហុយចូលភ្នែកព្រះតេជោនៅតែមិនរត់ព្រះអង្គដឹងថាបើព្រះអង្គរត់វិញ្ញាណនេះនឹងតាមព្រះអង្គទៅដល់ភូមិវាសម្រាប់អ្នកភូមិព្រះអង្គត្រូវតែនៅទីនេះត្រូវតែបញ្ចប់វានៅទីនេះព្រះអង្គបើកប្រណេតសម្លឹងត្រង់ទៅក្នុងភ្នែកពណ៌ក្រហមរបស់វានៅក្នុងភ្នែកព្រះអង្គគ្មានភាពភ័យខ្លាចទេមានតែសេចក្តីអាណិតញោមព្រះអង្គមានសង្ឃដីកាសម្លេងរបស់ព្រះអង្គស្ងប់ប៉ុន្តែមានអំណាចញោមរងទុកយូរហើយញោមហត់ទេសំណួរនេះធ្វើឲ្យខ្មោចនោះគាំងវារំពឹងថានឹងឃើញការភ័យខ្លាចការស្រែកយំតែវាបែរជាឃើញការយល់ចិត្តគុំមកធ្វើចេះដឹងវាស្រែកកាន់តែខ្លាំងអញមិនហត់ទេអញមានអំណាចអញជាស្ដេចនៅទីនេះវាក្រខឹមហើយវាចាប់ផ្ដើមសូត្រអាគៀមខ្មៅដាក់ព្រះអង្គអូមមហាក្រាលខ្យល់ព្យុះនៅក្នុងរូងភ្នំបោកកាន់តែខ្លាំងវទៀនវសាចិត្តរលត់ហើយពន្លឺកាន់តែខ្សោយទៅនៅសល់តែបន្តិចទៀតភាពងងឹតនឹងឈ្នះហើយព្រះតេជោប្រញាប់ដាក់ដៃទាំងពីរផ្គុំគ្នានៅត្រង់ដើមទ្រូងនេះមិនមែនជាការសំពះសុំជីវិតទេនេះគឺជាការប្រមូលធម៌ពលចុងក្រោយពុទ្ធังសរណង្កច្ឆាមិព្រះអង្គសូត្រមិនមែនធ្វើដើម្បីការពារខ្លួនទេតែដើម្បីផ្សាយខ្មោចនោះឃើញបែបនេះក៏ស្ទុះចូលមកងាប់ទៅដៃរបស់វាដៃដែលមានក្រចកវែងបានទម្លុះចូលមកក្នុងបរិវេណខ្សែសីមាឆេះសំឡេងដូចជាសាច់ប៉ានឹងដៃក្តៅផ្សែងហុយចេញពីដៃរបស់វាវាស្រែកដកដៃវិញប៉ុន្តែវាមិនថយទេវាកាន់តែខឹងវាព្យាយាមចូលមកម្ដងទៀតអញនឹងសម្លាប់ឯងសំឡេងក្រហឹមលាយនឹងសំឡេងស្រែកលាយនឹងសំឡេងថ្មធ្លាក់រូងភ្នំមរណៈកំពុងតែคล้ายជាសមរភូមិឈាមតើព្រះតេជោអាចទប់ទល់បានយូរប៉ុណ្ណាទៀតនៅក្នុងស្ថានភាពដែលមានតែស្លាប់និងស្លាប់បែបនេះដៃរបស់វិញ្ញាណកំណាចនោះដែលមានសភាពរលួយនិងពោពេញទៅដៃដង្កូវបានលូកចូលមកកាន់តែជិតដល់ករបស់ព្រះតេជោហើយក្រចកដៃដ៏វែងនិងមុតស្រួយរបស់វាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាក់ទម្លុះសាច់និងបំពង់ករបស់ព្រះអង្គក្លិនស្អុយដែលចេញពីមាត់របស់វាបានបក់បោកមកប៉ះផ្ទៃមុខរបស់ព្រះអង្គខ្លាំងវាជាក្លិននៃសេចក្តីស្លាប់ដែលប្រុងនឹងលាបត្របាក់ជីវិតងាប់ទៅវាស្រែកទាំងសំឡេងស្អកក្រលួតដូចជាសំឡេងដែកកោសគ្នានៅវិនាទីដ៏គ្រោះថ្នាក់បំផុតនេះមនុស្សធម្មតាប្រកាសជាភ័យស្លន់ស្លោរត់គេចឬក៏ស្រែកឲ្យគេជួយហើយប៉ុន្តែព្រះតេជោមិនគំរើខ្លួនសូម្បីតែបន្តិចព្រះអង្គអង្គុយស្ងៀមដូចជារូបសំណាកថ្មចិត្តរបស់ព្រះអង្គដែលធ្វាត់តែរង្គើបន្តិចបន្តួចកាលពីមុនឥឡូវនេះបានប្រែទៅជាស្ងប់យ៉ាងចម្លែកព្រះអង្គដឹងច្បាស់ណាស់ថាកម្លាំងបាយមិនអាចឈ្នះកម្លាំងវិញ្ញាណបានទេកំហឹងមិនអាចឈ្នះកំហឹងបានទេមានតែធម៌តែមួយគត់
ព្រះអង្គបិទព្រះនេត្រចិត្តឈឹងព្រះអង្គដកដង្ហើមចូលវែងជ្រៅហើយដកដង្ហើមចេញវែងនៅក្នុងចិត្តរបស់ព្រះអង្គមិនបានគិតដល់សេចក្តីស្លាប់ទេព្រះអង្គគិតដល់សេចក្តីអាណិតដល់វិញ្ញាណដ៏កំសត់នេះអាណិតដែលវាត្រូវជាប់នៅទីនេះរងទុក្ខវេទនាឆេះរូលរៀលដោយភ្លើងកំហឹងអស់រយៈពេល50ឆ្នាំមកហើយសពេសតាព្រះអង្គចាប់ផ្ដើមសូត្រនៅក្នុងចិត្តតែសំឡេងនៃធម៌នោះបានបន្លឺឡើងនៅក្នុងលំហនៃវិញ្ញាណយ៉ាងខ្លាំងក្លាសូមឲ្យសត្វទាំងឡាយទាំងពួងដែលជាមិត្តរួមទុក្ខកើតចាស់ឈឺស្លាប់សូមឲ្យអ្នកបាននៅសេចក្តីសុខចុះដៃរបស់ខ្មោចនោះដែលកំពុងតែលូកមកស្រាប់តែឈប់ងក់វាឈប់នៅចម្ងាយតែមួយថ្នោងដៃទៀតនឹងដល់ករបស់ព្រះតេជោវាស្រែកវាមិនមែនស្រែកដោយកំហឹងទេតែវាស្រែកដូចជាគេយកភ្លើងមកដិតដៃរបស់វាព្យាយាមសង្កត់ដៃចូលមកប៉ុន្តែវាចូលមិនចុះមានអវ័យមួយយ៉ាងដែលមើលមិនវិញខ្នោះកំពុងតែរារាំងវាគឺជាពន្លឺនៃមេត្តាធម៌ពន្លឺនោះមិនមែនជាពន្លឺភ្លើងពិលឬពន្លឺភ្លើងទៀនទេវាជាពន្លឺពណ៌មាសស្រាលដែលចេញពីកាយរបស់ព្រះតេជោចេញពីចិត្តដ៏បរិសុទ្ធរបស់ព្រះអង្គពន្លឺនេះមានកម្ដៅដ៏កក់ក្ដៅសម្រាប់អ្នកដែលមានចិត្តល្អប៉ុន្តែវាជាភ្លើងដ៏ក្ដៅគគុកសម្រាប់អ្នកដែលមានចិត្តកំណាចឯងធ្វើអីអញខ្មោចនោះស្រែកសួរទាំងញ័រខ្លួនវាព្យាយាមដកដៃវិញប៉ុន្តែហាក់ដូចជាមានកម្លាំងដៃឆក់ទាញវាឲ្យនៅស្ងៀមដើម្បីទទួលយកនៅចំហាយធម៌នេះអវេរាហុនតូសូមកុំឲ្យមានពៀនឹងគ្នាឡើយព្រះតេជោនៅតែបន្តសូត្រសំឡេងរបស់ព្រះអង្គចេញមកតាមមាត់តិចតែធ្ងន់និងច្បាស់អបយបច្ឆាហន្តុសូមគុំឲ្យមានការបៀតបៀនគ្នាឡើយរូងភ្នំទាំងមូលចាប់ផ្ដើមរងោះរងើម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនរងើដោយសារអំណាចអាក្រក់ទេវារងើដោយសារតែការប៉ះទង្គិចគ្នារវាងធម្មពលពីរដែលផ្ទុយគ្នាស្រឡះវ៉ូសំឡេងខ្យល់ព្យុះបានបោកនៅក្នុងរូងភ្លុំយ៉ាងខ្លាំងខ្យល់នេះព្យាយាមបក់ពន្លឺទៀនវស្សាឲ្យរលត់ប៉ុន្តែចម្លែកណាស់អណ្ដាតភ្លើងទៀនដែលធ្លាប់តែរេទៅរេមកឥឡូវនេះបែរជាឈរត្រង់ភ្លឹងវាមិនក្រមើកសោះទោះបីជាខ្យល់បក់ខ្លាំងយ៉ាងណាក៏ដោយភ្លើងទៀននោះคล้ายជាសាក្សីនៃសេចក្តីតាំងចិត្តដ៏រឹងមាំរបស់ព្រះសង្ឃមួយអង្គនេះក្លិនស្អុយដែលធ្លាប់តែមានបានចាប់ផ្ដើមរសាយទៅដូចជាអបត្រូវពន្លឺថ្ងៃជំនួសមកវិញដោយក្លិនមួយដ៏ក្រអូបក្លិនទៀននិងក្លិនធូបវាមិនមែនគ្រាន់តែជាក្លិនវត្ថុធាតុទេវាជាក្លិននៃសិលក្រអូបជើងផ្កាទាំងឡាយក្លិននេះបានសាយភាយពេញរូងភ្នំក្របដណ្ដៅលើក្លិនឈាមនិងក្លិនរលួយឈប់ខ្មោចនោះស្រែកបិទត្រចៀកវាដកដៃចេញពីព្រះអង្គ
ហើយថយក្រោយទៅក្នុងភាពងងឹតឈប់សូត្រទៅអញក្តៅណាស់វារមៀលខ្លួននៅលើដីដូចជាសត្វត្រូវរបួសស្បែករបស់វាចាប់ផ្ដើមមានផ្សែងហើយមកឆេធម៌មេត្តាកំពុងតែដុតបំផ្លាញកិលេសនិងអំណាចងងឹតរបស់វាប៉ុន្តែព្រះទីជូមិនឈប់ទេព្រះអង្គមិនបៅភ្នែកហើយក៏មិនបន្ថយល្បឿននៃការសួរដែរព្រះអង្គដឹងថាបើព្រះអង្គឈប់ពេលនេះវានឹងត្រឡប់មកវិញខ្លាំងជាងមុនព្រះអង្គត្រូវតែរុះរាលអំណាចសិលនេះឲ្យចូលទៅដល់បេះដូងរបស់វាអនិច្ខាហន្តុកសូមឲ្យមានសេចក្តីសុខកាយសេចក្តីសុខចិត្តចុះទេអញមិនត្រូវការសេចក្តីសុខអញត្រូវការសងសឹកខ្មោចនោះស្ទុះក្រោកឈរឡើងឡើយវាព្យាយាមប្រមូលកម្លាំងចុងក្រោយភ្នែករបស់វាក្រហមឆ្អិនឆៅជាងមុនទៅទៀតវាហាមាត់យ៉ាងធំធ្មេញរបស់វាស្រួចដូចជាធ្មេញត្រីឆ្លាមវាស្រូបយកភាពងងឹតនៅក្នុងរូងភ្នំចូលទៅក្នុងមាត់របស់វាដើម្បីបង្កើតជាដុំភ្លើងពណ៌ខ្មៅមួយឯងត្រូវតែស្លាប់វាគប់ដុំភ្លើងខ្មៅនោះមកលើព្រះអង្គវ៉ូសដុំភ្លើងនោះហោះមកយ៉ាងលឿនដូចជាគ្រាប់កាមភ្លើងប៉ុន្តែនៅពេលដែលវាមកប៉ះនឹងខ្សែសីមានិងពន្លឺពណ៌មាសដែលនៅជុំវិញព្រះអង្គផាំងវាផ្ទុះបុកត្រឡប់ទៅវិញកម្លាំងនៃធัวបានបង្កើតជាកញ្ចក់ឆ្លោះបញ្ចាំងអំពើអាក្រក់ត្រឡប់ទៅរកម្ចាស់របស់វាវិញភាពស្ងប់ស្ងាត់បានត្រឡប់មកគ្របដណ្ដប់នៅក្នុងរូងភ្នំមរណៈម្ដងទៀតហើយណាប៉ុន្តែលើកនេះវាមិនមែនជាភាពស្ងប់ស្ងាត់ដែលពោពេញទៅដោយការគំរាមកំហែងដូចមុនទេវាគឺជាភាពស្ងប់ស្ងាត់ក្រោយពីភ្ជុំភ្លៀងបានកន្លងផុតទៅនៅខាងក្រៅខ្សែសេមាត្រង់កន្លែងដែលវិញ្ញាណកំណើតនោះធ្លាប់បានឈោកក្រហឹមឥឡូវនេះមានត្រឹមតែរាងកាយមួយដែលកំពុងតែដេកដួលរមួលខ្លួននៅលើដីសំឡេងយំវាមិនមែនជាសំឡេងសើចចំអកឬសំឡេងស្រែកកំហុកទៀតទេវាគឺជាសំឡេងយំសោកយ៉ាងខ្លាំងនៃអ្នកដែលកំពុងតែរងទុក្ខវេទនាសំឡេងនោះស្ងួតស្អកនិងដាច់ដោយហាក់ដូចជាចេញមកពីបំពង់កដែលពោពេញទៅដោយធ្យូងភ្លើងព្រះតេជោសម្លឹងមើលទៅវិញ្ញាណនោះដោយកែវភ្នែកពោពេញទៅដោយករុណាធម៌ព្រះអង្គមិនបានឃើញសត្វចម្លែកដែលមានមុខរលួយឬមានភ្នែកក្រហមឆ្អៅទេអ្វីដែលព្រះអង្គបានឃើញនៅពេលនេះគឺជាបុរសចំណាស់ម្នាក់ដែលមានរាងកាយស្គមស្កាងសល់តែស្បែកដណ្ដប់ឆ្អឹងគាត់មើលទៅគួរឲ្យអាណិតជាងគួរឲ្យខ្លាចក្តៅខ្ញុំក្តៅណាស់លោកម្ចាស់វិញ្ញាណនោះនិយាយរអួតទុំទាំងសំឡេងញ័រទឹកខ្ញុំសុំទឹកមួយតក់ខ្ញុំស្រែកណាស់វាព្យាយាមលូកដៃដែលធ្លាប់តែមានក្រចកវែងឥឡូវនេះស្វិតក្រៀមដូចជាមែកឈើងប់វាលូកមករកផ្ទិលទឹកដែលនៅក្បែរព្រះតេជោប៉ុន្តែវាហាក់ដូចជាមានកម្លាំងសោះព្រះតេជោដឹងច្បាស់ថានេះគឺជាសភាពរបស់ប្រែតដែលឃ្លានប្រែតដែលស្រែកប៉ុន្តែមិនអាចផឹកអ្វីបានឡើយដោយសារតែកម្មពៀនមាត់របស់វាតូចដូចជាម្ជុលប៉ុន្តែពួករបស់វាធំដូចជាភ្នំភាពស្រែកឃ្លាននេះគឺជាភ្លើងដែលដុតរំលាយវាទាំងយប់ទាំងថ្ងៃគ្មានពេលឈប់សម្រាកញោមព្រះតេជោមានសង្ហដីកាតិចញោមនៅចាំបានទេថាហេតុអ្វីបានជាញោមមកដល់ទីនេះវិញ្ញាណនោះងើបមុខឡើងយឺតទឹកភ្នែកពណ៌ឈាមហូរចុះមកតាមថ្ផលដែលជ្រួញជ្រាវព្រាមចាំបានវាឆ្លើយទាំងដង្ហើមដកចង្រឹប50ឆ្នាំមុនខ្ញុំចង់បានអំណាចខ្ញុំចង់បានជីវិតអមតៈ
ខ្ញុំបានសម្លាប់សិទ្ធិរបស់ខ្ញុំបានយកឈាមរបស់គេមកបូជាយញ្ញៈខ្ញុំគិតថាខ្ញុំនឹងក្លាយជាស្ដេចប៉ុន្តែខ្ញុំបែរជាក្លាយជាខ្ញុំបំរើនៃនរោវាចាប់ផ្ដើមយំម្ដងទៀតសំឡេងយំបោកផ្ទាបនឹងជញ្ចាំងរួងភ្នំធ្វើឲ្យបរិយាកាសកាន់តែសោកសៅរាល់យប់លោកម្ចាស់វារៀបរាប់ទាំងឈឺចាប់រាល់យប់ពេលព្រះអាទិត្យលិចភ្លើងនរោចាប់ផ្ដើមឆេះឡើងក្នុងខ្លួនខ្ញុំរត់គ្រាមស្រែកប៉ុន្តែគ្មានយ៉ាងណាឮខ្ញុំទេគ្រាមឃើញមុខសិស្សរបស់ខ្ញុំគេតាមសម្លឹងមើលខ្ញុំដោយកៅភ្នែកក្រហមឆ្អៅគេមិនអោយខ្ញុំទៅណាទេយើងទាំងពីរត្រូវចងចំណងកម្មនៅទីនេះជាមួយគ្នាព្រះតេជោងក់ក្បាលយឺតនេះហើយគឺជីវិតសង្សារអ្នកសម្លាប់និងអ្នកដែលត្រូវគេសម្លាប់ចងគ្នាដោយចំណងគំនុំបើមិនស្រាយគឺមិនដាច់បើមិនអត់ធោគឺមិនរួចញោមព្រះអង្គមានសង្ឃធិការដើម្បីដាស់តឿនភ្លើងដែលកំពុងដុតញោមនៅពេលនេះមិនមែនជាភ្លើងដែលអ្នកណាយកមកដុតទេវាគឺជាភ្លើងនៃលោភៈទោសៈនិងមោហៈរបស់ញោមខ្លួនឯងញោមចង់បានញោមខឹងញោមវង្វេងរបស់ទាំងអស់នេះហើយដែលជាគុកឃុំគាំងញោមវិញ្ញាណនោះស្ដាប់ទាំងលន្ធត់ចុះខ្ញុំត្រូវធ្វើដោយម្ដេចលោកម្ចាស់ខ្ញុំមិនចង់នៅបែបនេះទៀតទេខ្ញុំហត់ណាស់ខ្ញុំឈឺណាស់ញោមត្រូវតែលែងព្រះតេជោមានសង្ឃដីកាលែងនៅការចង់បានលែងនៅកំហិននិងសំខាន់បំផុតគឺទ្រូសុំខមាទោសចំពោះកម្មពៀមដែលញោមបានសាងភ្លាមនោះស្រមោលខ្មៅមួយទៀតបានលេចចេញមកនៅក្បែរវិញ្ញាណគ្រូអាគមនោះទៀតវាគឺជាវិញ្ញាណរបស់កូនសិស្សមុខរបស់គេនៅតែមានស្នាមកំបិតនៅត្រង់កឈាមនៅតែហូរភ្នែករបស់គេសម្លឹងមើលទៅគ្រូរបស់គេគ្រូអាគមពេលឃើញសិស្សរបស់ខ្លួនឯងគាត់ក៏លុតជង្គង់ដល់ដីក្រាបទៅដល់ដីអហោសិកម្មឲ្យគ្រូផងអាសិស្សអើយគាត់យំអង្វាគ្រូខកហើយគ្រូបានធ្វើបាបឯងព្រោះតែភាពល្ងងខ្លៅរបស់គ្រូសូមឯងកុំចងកម្មពៀននឹងគ្រូទៀតអីគ្រូសុំទោសវិញ្ញាណកូនសិស្សនោះឈរស្ងៀមមួយសន្ទុះក្រោយមកទឹកមុខដ៏កាចសាហាវរបស់គេក៏ចាប់ផ្ដើមប្រែប្រួលភាពឈឺចាប់បានរសាយចេញបន្សល់ទុកត្រឹមតែភាពស្ងប់គេដឹងថាការសងសឹកមិនបានធ្វើឲ្យគេមានក្តីសុខទេអស់រយៈពេល50ឆ្នាំមកហើយគេក៏ចង់ទៅចាប់ជាតិដែរព្រះតេជោឃើញថាចិត្តរបស់ពួកគេចាប់ផ្ដើមបើកទទួលយកធម៌ហើយព្រះអង្គក៏ចាប់ផ្ដើមរៀបចំពិធីច្រោយទឹកដើម្បីឧទ្ទិសកុសលព្រះអង្គយកទៀនវស្សាមកដាក់នៅក្បែរផ្ដិលទឹកពន្លឺទៀនចាំងទៅក្នុងទឹកធ្វើឲ្យទឹកនោះភ្លឺផ្លែកដូចជាទឹកទឹកព្រះអង្គចាប់យកផ្ដិលទឹកមកកាន់ដោយដៃទាំងពីរហើយចាប់ផ្ដើមសូត្រយថាវារិវហាពុរាបរិពោរ័ន្តិសាគុរាំងសំឡេងសូត្រធัวរបស់ព្រះអង្គក្នុងពេលនេះពីរោះណាស់វាពីរោះហាក់ដូចជាសំឡេងតន្ត្រីសួរដែលចុះមកលៀងចម្រេះភាពកក់ខ្វក់នៅក្នុងរូងភ្នំនេះព្រះអង្គចាប់ផ្ដើមចាក់ទឹកពីក្នុងផ្ដិលឲ្យហូរចុះទៅលើដីយឺតតក់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 សំឡេងទឹកប៉ះនឹងដីរាល់ដំណក់ទឹកដែលធ្លាក់ចុះទៅហាក់ដូចជាមានប្រតិកម្មជាមួយនឹងដីនៅត្រង់នោះឆេវាលាន់សូរដូចជាទឹកដែលចាក់ទៅលើដុំដៃក្ដីផ្សែងពណ៌សហុយឡើងពីដីផ្សែងនោះមានក្លិនក្រអូបដូចជាក្លិនផ្កាឈូកអេវៈមេវៈអ៊ីតោតេណាំងបេតាណាំងឧបកប្បតិផលទានដែលបានឧទ្ទិសហើយអំពីលោកនេះសូមសម្រេចផលដល់អ្នកដែលចែកឋានទៅហើយឲ្យបានបរិបូរណ៍ចុះវិញ្ញាណទាំងពីរដែលកំពុងតែលុតជង្គង់
ចាប់ផ្ដើមទទួលយកនៅផលបុណ្យនេះរាងកាយរបស់ពួកគេចាប់ផ្ដើមផ្លាស់ប្ដូរភាពស្គមស្កាំងបានបាត់ទៅរបួសស្មាមបានបាត់ទៅស្បែកដែលខ្មៅកក់ខ្វក់ចាប់ផ្ដើមប្រែជាភ្លឺថ្លាសម្លៀកបំពាក់របស់ពួកគេប្រែទៅជាពណ៌សស្អាតបាតគ្រូអាគមនោះងើបមុខឡើងសម្លឹងមើលទៅផ្លាស់តេជោទឹកមុខរបស់គាត់ឥឡូវនេះគឺពោពេញទៅដោយការដឹងគុណនិងសេចក្តីសុខដែលគាត់មិនដែលបានស្គាល់អស់រយៈពេល50ឆ្នាំអរគុណលោកម្ចាស់គាត់និយាយដោយសំឡេងស្រទន់ខ្ញុំបានរួចហើយខ្ញុំបានរួចពីភ្លើងនរកហើយកូនសិស្សរបស់គាត់ក៏ញញឹមហើយសំពះព្រះអង្គខ្ញុំសូមលាហើយលោកម្ចាស់ព្រះតេជោបន្តចាក់ទឹករហូតដល់អស់ពីផ្ដិលតក់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 ដំណក់ទឹកចុងក្រោយបានធ្លាក់ចុះភ្លាមនោះខ្យល់មួយបានបក់ចូលក្នុងរូងភ្នំវាមិនមែនជាខ្យល់ព្យុះឬខ្យល់ត្រជាក់នៃសេចក្តីស្លាប់ទេវាគឺជាខ្យល់បរិសុទ្ធខ្យល់នៃពេលប្រលឹមភឺដែលនាំមកនឹងក្លិននៃស្លឹកឈើនិងក្លិននៃសេរីភាពខ្យល់នោះបក់បោសម្អាតក្លិនស្អុយក្លិនឆ្អាបនិងក្លិននៃអតីតកាលដ៏ខ្មៅងងឹតឲ្យរសាទចេញទៅអស់រូងភ្នំដែលធ្លាប់តែងងឹតហាក់ដូចជាភ្លឺជាងមុនវិញ្ញាណតាំងពីចាប់ផ្ដើមរលាយយឺតរាងកាយរបស់ពួកគេคล้ายទៅជាផ្សែងពណ៌សហើយហោះឡើងទៅលើឆ្លងកាត់ពីដែនរូងភ្នំទៅកាន់ទីកន្លែងដែលពួកគេគួរទៅព្រះតេជោដាក់ផ្ដិលទឹកចុះព្រះអង្គដកដង្ហើមធំភារកិច្ចរបស់ព្រះអង្គបានបញ្ចប់ហើយការតស៊ូពេញមួយយប់ត្រូវបានបញ្ចប់ដោយជ័យជំនះមិនមែនជ័យជំនះនៃការសម្លាប់ទេតែជាជ័យជំនះនៃការសង្គ្រោះសំឡេងរៃដែលធ្លាប់តែស្រែកថាជួយផងឥឡូវនេះបានស្ងាត់ទៅវិញហើយនៅក្នុងរូងភ្នំមានតែសំឡេងដំណក់ទឹកធម្មតាតក់តក់តក់ដែលស្ដាប់ទៅដូចជាតន្ត្រីធម្មជាតិព្រះអង្គបិទភ្នែកសម្រាកកាយមួយសន្ទុះរងចាំពន្លឺថ្ងៃខៀវដែលនឹងមកដល់ក្នុងពេលបន្តិចទៀតនេះជំពូកទី10ថ្ងៃថ្មីនិងអត្ថកំបាំងដែលនៅសេសសល់យប់ដ៏សែនយូរអង្វែងយប់ដែលពោរពេញទៅដោយភាពភ័យខ្លាចនិងការតស៊ូទីបំផុតក៏បានឈានមកដល់ទីបញ្ចប់ហើយនៅត្រង់មាត់រូងភ្នំពន្លឺពណ៌ប្រភេទនៃព្រីប្រលឹមចាប់ផ្ដើមលេចរូបរាងឡើងវាលូនចូលមកយឺតបណ្ដេញភាពងងឹតដែលនៅសេសសល់ឲ្យថយក្រោយរហូតដល់បាត់អស់ពីក្នុងរូងភ្នំព្រះតេជោងើបព្រះភ័ក្ត្រឡើងព្រះអង្គសម្លឹងមើលទៅខាងក្រៅព្រះអាទិត្យកំពុងតែរះឡើងនៅឯជើងមេឃពន្លឺពណ៌មាសបានសាយស្លុះមកលើកំពូលឈើនិងមកលើថ្មភ្នំបង្កើតបានជាទេសភាពមួយដ៏ស្រស់ស្អាតដែលធ្វើឲ្យយើងភ្លេចថាកន្លែងនេះធ្លាប់ជាឋាននរកកាលពីប៉ុន្មានម៉ោងមុនទៀនវស្សាដែលព្រះអង្គបានអុជកាលពីយប់មិញឥឡូវនេះបានឆេះអស់ហើយនៅសល់តែដុំក្រមួនគោលឺកនីនិងផ្សែងពណ៌សហុយតិចព្រះអង្គក្រោកឈរឡើងរាងកាយរបស់ព្រះអង្គមានអារម្មណ៍ថាស្រាលដូចជាសម្លៃភាពនឿយហត់ភាពតានតឹងបានរលាយបាត់ទៅជាមួយនឹងវិញ្ញាណកំណាចទាំងនោះហើយព្រះអង្គសម្លឹងមើលទៅជញ្ជាំងរូងភ្នំម្ដងទៀតគ្មានឈាមទេគ្មានស្នាមក្រចកគូសគូខ្វៅដោយកាលពីយប់ទេវាគ្រាន់តែជា
ជញ្ជាំងថ្មធម្មតាដែលមានស្លែដុះនិងមានសំណើមទឹកតែប៉ុណ្ណោះរូងភ្នំមរណៈដែលអ្នកស្រុកខ្លាចរអាឥឡូវនេះបានប្រែទៅជាកន្លែងដ៏ស្ងប់ស្ងាត់និងត្រជាក់ត្រជុំព្រះតេជោរៀបចំបាតនិងក្លូតព្រះអង្គបោសសម្អាតកន្លែងឲ្យស្អាតបាតមុននឹងចាក់ចេញព្រះអង្គមិនចង់បន្សល់ទុកនូវអ្វីក្រៅពីស្នាមជើងនៃសេចក្តីល្អឡើយព្រះអង្គនិមន្តចេញពីក្នុងរូងមកកាន់មាត់ច្រកខ្យល់ព្រឹកព្រលឹមបក់មកប៉ះព្រះកាយវូវាត្រជាក់ស្រស់ស្រាយនិងបរិសុទ្ធជីបសំឡេងសត្វបក្សាបក្សីចាប់ផ្ដើមយំឆ្លងគ្នាហ្វូងសត្វសរីកាហៅឆ្វាត់ឆ្វានពីមេឃឈើមួយទៅមេឃឈើមួយសំឡេងរបស់ពួកវាហាក់ដូចជាកំពុងតែច្រៀងទទួលស្វាគមន៍ថ្ងៃថ្មីពួកវាមិនខ្លាចរអានឹងកន្លែងនេះទៀតទេធម្មជាតិបានដឹងថាម្ចាស់ទឹកដីដ៏កាចសាហាវបានចាក់ចេញទៅហើយព្រះតេជោនិមន្តចុះពីលើភ្នំតាមផ្លូវដដែលដែលព្រះអង្គបានឡើងមកផ្លូវដែលកាយពីយប់មើលទៅគួរឲ្យខ្លាចក្រៃរំឥឡូវនេះគ្របដង្ដិតដោយទឹកសម្ភោរដែលទើបនឹងធ្លាក់ចុះមកដើមឈើធំលែងមើលទៅដូចជាយក្សទៀតហើយពួកវាគ្រាន់តែជាដើមឈើចាស់ដែលផ្ដល់ម្លុំត្រជាក់ដល់អ្នកដំណើរគំនោថ្មនិងរានទេវតាបាក់បែកដែលព្រះអង្គបានឃើញនៅតែទីនោះប៉ុន្តែក្រណាត់ក្រហមដែលចងជាប់នឹងដើមឈើមើលទៅហាក់ដូចជាមិនមានអំណាចអ្វីទៀតឡើយវាគ្រាន់តែជាក្រណាត់ចាស់ដែលត្រូវខ្យល់បក់រហែកតែប៉ុណ្ណោះអាគមខ្មៅបានសាបរលាបអស់ហើយព្រះអង្គនិមន្តចុះមកដល់ជើងភ្នំហើយដើរចូលទៅក្នុងភូមិនេះចាប់ផ្ដើមភ្ញាក់ពីដំណេកហើយក្លិនបាយក្តៅក្លិនផ្សែងភ្លើងដែលហុយចេញពីចង្ក្រានបាយតាមផ្ទះមួយក្លិនដីសើមក្រោយពេលសម្ភោររលាយក្លិនទាំងអស់នេះគឺជាក្លិននៃជីវិតវាធ្វើឲ្យព្រះអង្គមានអារម្មណ៍ថាបានត្រឡប់មកកាន់ពិភពមនុស្សវិញអ្នកភូមិម្នាក់ដែលកំពុងតែដងទឹកនៅអណ្ដូងស្រាប់តែងាកមកឃើញព្រះអង្គធុងទឹកនៅក្នុងដៃរបស់គាត់របូតធ្លាក់ទៅដីប្រងទឹកកំពក់ពេញដីគាត់ឈរថ្មឹងភ្នែកបាតធំហាក់ដូចជាឃើញខ្មោចលោកម្ចាស់គាត់ឧទ្យានទាំងសំឡេងញ័រលោកម្ចាស់នៅរស់មែនលោកសំឡេងរបស់គាត់បានធ្វើឲ្យអ្នកភូមិឯទៀតភ្ញាក់ផ្អើលមនុស្សម្នាចាប់ផ្ដៅចេញពីផ្ទះរត់មកមើលចាស់ក្មេងប្រុសស្រីពួកគេមកឈរត្រៀបត្រានៅអំសងខាងផ្លូវសម្លឹងមើលព្រះតេជោដែលកំពុងនិមន្តដាយ៉ាងស្ងប់ស្ងៀមនៅក្នុងភ្នែករបស់ពួកគេព្រះអង្គមិនមែនគ្រាន់តែជាព្រះសង្ឃទេព្រះអង្គគឺជាអ្នកឈ្នះអ្នកដែលហ៊ានប្រជែងនឹងមិត្តជរាជហើយអាចត្រឡប់មកវិញបានលោកតាមេភូមិដែលមានសក់សបានដាល់ចិនមកដោយប្រើឈើច្រត់ដៃរបស់គាត់ញ័រតិចពេលគាត់ឃើញព្រះអង្គគាត់ស្ទុះទៅលុតជង្គង់នៅពីមុខព្រះអង្គលោកម្ចាស់លោកតានិយាយទាំងទឹកភ្នែករមាលចុះមកខ្ញុំករុណាស្មានថាលោកម្ចាស់មិនអាចត្រឡប់មកវិញបានទេយប់មិញពួកយើងបានឮសំឡេងខ្យល់ព្យុះសំឡេងរន្ទះនៅលើភ្នំពួកយើងភ័យណាស់គិតថាលោកម្ចាស់ផុតហើយព្រះតេជោញញឹមតិចស្នាមញញឹមរបស់ព្រះអង្គពោពេញដោយការយល់ដឹង
និងក្តីមេត្តាញោមព្រះអង្គមឿនសង្កដីកាសំលេងស្រទន់អាត្មាមិនអីទេលោកតាមេភូមិងើបមុខឡើងសម្លឹងមើលព្រះភ័ក្ត្រព្រះអង្គចុះរបស់នោះគ្រូអាគមនោះតើវានៅទីនោះទេអ្នកភូមិទាំងអស់ស្ងាត់មួតចាំស្ដាប់ចម្លើយបេះដូងរបស់ពួកគេលោតដុកដាព្រះទីជោសម្លឹងមើលទៅកំពូលភ្នំដែលឥឡូវនេះត្រូវពន្លឺថ្ងៃបំភ្លឺច្បាស់គាត់ព្រះអង្គមានសង្កដីកាគាត់បានទៅកន្លែងល្អហើយពាក្យថាទៅកន្លែងល្អមានន័យជ្រៅណាស់អ្នកភូមិខ្លះអាចយល់ថាខ្មោចនោះទៅចាប់ជាតិហើយអ្នកខ្លះទៀតអាចយល់ថាខ្មោចនោះត្រូវបានបង្ក្រាបហើយប៉ុន្តែមិនថាមានន័យយ៉ាងណាទេអ្វីដែលសំខាន់គឺភាពភ័យខ្លាចត្រូវបានបញ្ចប់ហើយលោកតាមេភូមិលើកដៃសំពះដាក់លើក្បាលសាធុលោកម្ចាស់ពិតជាមានបុណ្យបារមីខ្លាំងណាស់សូមលោកម្ចាស់គង់នៅទីនេះឲ្យពួកខ្ញុំករុណាបានធ្វើបុណ្យផងចុះព្រះតេជោគ្រវាក្បាលតិចញោមធុដងគឺការត្រាច់ចរអាត្មាមិនអាចនៅកន្លែងណាយូរបានទេភារកិច្ចរបស់អាត្មានៅទីនេះបានចប់ហើយនៅមានកន្លែងផ្សេងទៀតដែលត្រូវការធរព្រះអង្គដឹងថាបើព្រះអង្គនៅទីនេះអ្នកស្រុកនឹងចាប់ផ្ដើមគោរពព្រះអង្គដូចជាអ្នកវិសេសពួកគេនឹងភ័យធរហើយមកប្រកាន់បុគ្គលវិញព្រះអង្គមិនចង់ឲ្យរឿងនោះកើតឡើងទេសូមញោមរស់នៅដោយសេចក្តីសុខចេះស្រឡាញ់គ្នានិងជឿជាក់លើអំពើល្អចុះព្រះតេជោបានកន្តដំណើរចេញពីភូមិអ្នកភូមិទាំងអស់បាននាំគ្នាដើរតាមជូនដំណើរព្រះអង្គរហូតដល់ផុតភូមិពួកគេឈរមើលព្រះអង្គដែលនិមន្តដើរឃ្លាតទៅក្រោមពន្លឺថ្ងៃព្រះព្រឹកព្រលឹមស្បង់ជីវ៉ាពណ៌ត្នោតរបស់ព្រះអង្គបានរលាយចូលទៅក្នុងពណ៌បៃតងនៃវាលស្រែនិងពណ៌មាសនៃពន្លឺថ្ងៃរឿងរ៉ាវរបស់ព្រះសង្ឃធុដងនិងរូងភ្នំមរណៈបានคล้ายទៅជារឿងនិទានប្រចាំភូមិតាំងពីថ្ងៃនោះមកមិនមានអ្នកណាបានឃើញខ្មោចគ្រូអាគមឬឮសំឡេងស្រែកនៅលើភ្នំនោះទៀតទេអ្នកស្រុកចាប់ផ្ដើមហ៊ានឡើងភ្នំរករកបន្លែដូចធម្មតាវិញប៉ុន្តែរាល់ពេលដែលពួកគេដើរកាត់រូងភ្នំនោះពួកគេតែងតែឃើញផ្ដិលមួយដែលនៅសេសសល់និងសំណល់ទៀនដែលរលាយជាប់នឹងថ្មវត្ថុទាំងនេះគឺជាសាក្សីតែមួយនៃរាត្រីដ៏គួរឲ្យរន្ធើកនោះហើយរាល់ពេលដែលខ្យល់បក់មកវូពួកគេតែងតែមានអារម្មណ៍ថានៅក្នុងខ្យល់នោះមានក្លិនក្រអូមប្រហើរដូចជាក្លិនធូបនិងក្លិនមេត្តាធម៌ដែលព្រះសង្ឃមួយអង្គបានបន្សល់ទុកអដ្ឋកំបាំងនៃរូងភ្នំត្រូវបានស្រាយបំភ្លឺប៉ុន្តែសច្ចធម៌នៃជីវិតនៅតែបន្តសត្វលោកតែងតែវិលវល់ក្នុងសមុទ្រទុក្ខមានតែអ្នកស្វែងរកពន្លឺទេទើបអាចរកឃើញត្រយនៃសេចក្តីសុខយ៉ាងពិតប្រាកដបានចប់ដោយបរិបូរណ៍